ថ្ងៃនេះនាងខ្ញុំមកធ្វើចេកអាំងទឹកខ្ទិះដូងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបនាងខ្ញុំម្ដងទៀតនៅវីដេអូថ្ងៃនេះគឺថាអាំងចេកទឹកខ្ទិះអញ្ចឹងណាបងប្អូនហើយចេករបស់នាងខ្ញុំគឺនាងខ្ញុំយករៀងស្ទើរទុំបើបងប្អូនចង់បានរៀងទុំតិចទៀតក៏បានដែរស្រេចតែចំណងចិត្តរបស់បងប្អូនអញ្ចឹងណាហើយនេះនាងខ្ញុំយកមកបកសបកវាចេញឲ្យស្អាតអីចឹងទៅហើយក៏យកទៅហាលវាមកសន្ទុះហើយបងប្អូនដើម្បីឲ្យវាស្ងួតទៅយើងអាំងរៀងហាឆ្អិនក្រៀមផងដែរហើយចំពោះចេកនេះដែរគឺនាងខ្ញុំយកពីស្និតរៀងទូចដែរចេកខ្មែរដើមយើងអញ្ចឹងណាហើយគ្រឿងផ្សំរបស់យើងហ្នឹងគឺថាមានខ្ទិះដូងហើយនឹងស្ករសហើយនឹងល្ងហើយនឹងអំបិលតិចហើយនឹងដូងតែសាយដូងនេះដែរគឺនាងខ្ញុំយកមកទុកស្រូបពេលយើងអាំងហើយយើងស្រូបពីលើអីចឹងណាបងប្អូនហើយបងប្អូនអាចចូលមើលនៅក្នុងវីដេអូរបស់នាងខ្ញុំបានហើយក៏ចេករបស់យើងស្ងួតហើយក៏យើងយកមកដោតជាចង្កាក់អីចឹងទៅណាបងប្អូនហើយបងប្អូនដោតជា3ជា4ក៏បានដែរតែនាងខ្ញុំគឺថាដោតរៀងច្រើនតិចហើយព្រោះថាតែម្ដងហើយចឹងណាបងប្អូនហើយក៏យើងយកមកដាក់អាំងនៅល្ងើករៀងតិចកុំដាក់ខ្លាំងពេកដូចនាងខ្ញុំដាក់រៀងខ្លាំងរៀងខ្លោចចង់ខ្លោចជ្រុលហើយក៏យើងចាប់ផ្ដើមបន្តអាំងប្រែចុះប្រែឡើងទៅកុំឲ្យវារៀងក្រហមពេកឬក៏ខ្លោចពេកអីចឹងណាហើយចន្លោះពីពេលហ្នឹងគឺនាងខ្ញុំមកធ្វើខ្ទិះដូងវិញម្ដងយើងចាក់ខ្ទិះដូងមកល្មមទៅហើយក៏យើងកូរដាក់ម្សៅឆាយើងដាក់ស្ករសហើយនឹងអំបិលបន្តិចទៅយើងកូររៀងឲ្យចូលជាតិជាមួយនឹងគ្នាហើយក៏យើងដួសរៀងម្លែកមកបងប្អូនព្រោះយើងដាក់ស្រូបជាមួយនឹងចេករបស់យើងដែលយើងអាំងយើងអញ្ចឹងណាយើងដំហើយយើងប៉ាតវាឲ្យរៀងចូលជាតិទៅហើយចន្លោះពីពេលហ្នឹងគឺនាងខ្ញុំយកមកដាក់ស្លឹកខ្ទឹមដើម្បីឲ្យឈ្ងុយចូលគ្នាហើយនេះរៀងខាប់ពេកទេបងប្អូនអាសាតែយើងដាក់ម្សៅឆារៀងច្រើនពេកអញ្ចឹងណាខ្ទិះដូងរៀងតិចម្សៅឆារៀងច្រើនអញ្ចឹងបងប្អូនកុំធ្វើតាមនាងខ្ញុំអីនៅចំណុចនេះអាចដាក់ម្សៅឆារៀងតិចបានហើយចាហើយនេះគឺយើងធ្វើរួចហើយទឹកជ្រលក់របស់យើងក៏ងាកមកមើលចេករបស់យើងយកឆ្អិនហើយយើងយកដាក់វាមកកញ្ច្រែងមកដលៃទៅដើម្បីយើងយកទៅដំវាជាសំប៉ែតហើយយើងយកខ្ទិះដូងដែលយើងកំពុងតលាយហ្នឹងយើងដាក់ល្ងបន្តិចអំបិលបន្តិចអីទៅដើម្បីឲ្យវាផ្អែមប្រៃអីចឹងណាបងប្អូនហើយយើងក៏យកមកលាបជាមួយនឹងចេករបស់យើងហើយចេកនេះគឺយើងដំរៀងសំប៉ែតអីតិចទៅណាបងប្អូនហើយនាងខ្ញុំនេះគឺថាលេងដំឲ្យមកទៅហឹងតែម្ដងព្រោះថាចេកនឹងសកាត់មែនទេទៅសកាត់អត់រៀងទៅឯងទៅដាក់ដំឲ្យភឹងដូចជើងជ្រូកជើងអីចឹងណាហើយនិយាយពីថាដំទៅគឺថាសំប៉ែតបានដូចចិត្តមែនហើយក៏យើងលាបខ្ទិះដូងដែលយើងបានលាបហើយហ្នឹងណាបងប្អូនហើយក៏យើងដាក់យកមកអាំងភ្លើងម្ដងទៀតដើម្បីឲ្យវាចូលជាតិកាន់តែខ្លាំងហើយនិយាយទៅគឺថាឈ្ងុយបងប្អូនឈ្ងុយខ្ទិះដូងមែនទែនហើយបងប្អូនគ្រាន់តែមើលសាច់ចេកក៏ដឹងដែរនេះគឺថាឆ្ងាញ់មែនទែនហើយជាពិសេសហ្នឹងគឺយើងមានល្ងរៀងតិចអីចឹងហើយមានតែសាច់ដូងសាច់អីទៅហើយយើងលាបរៀងលាបអញ្ចឹងទៅលះចូលជាតិគ្នាហើយយើងក៏យកមកជ្រលក់ជាមួយទឹកខ្ទិះមកតង់ទៀតទៅគឺថារសជាតិហ្នឹងគឺថាឆ្ងាញ់មែនទែនហើយនិយាយទៅគឺថាជាប់ចិត្តតែម្ដងហើយបងប្អូនអាចធ្វើតាមនាងខ្ញុំបាននេះចេករបស់យើងគឺថារួចរាល់ហើយយើងចាប់ដើមមើលប្រតិបត្តិការគឺថាញ៉ាំតែម្ដងហើយនេះយើងស្រូបទឹកខ្ទិះរបស់យើងមកហើយទឹកខ្ទិះនេះគឺថាផ្អែមប្រៃល្មមអត់ខ្លាំងអីទេគឺថាមកផ្អែមគ្រាន់តែឃើញមាត់ក៏ដឹងដែរបងប្អូនហើយវីដេអូនេះចង់ធ្វើនំដំឡូងកោហូបបងប្អូនតែនំរបស់យើងធ្វើហ្នឹងគឺអត់បានស្អិតល្មមដូចតែគេធ្វើលក់ទេបងប្អូនហើយគឺថារាយបាយពេញហ្នឹងហើយដំបូងឡើយហ្នឹងគឺថាយើងឃើញដំឡូងកោរបស់ម៉ែគាត់ដាំមកបងប្អូនដាំហើយអត់សូវមានណាគេហូបអីហ្មងណាមានកាប់ចោលខ្លះអីខ្លះដាំក៏មិនច្រើនហ្មងដែរបងប្អូនគឺដាំប្រហែលជា4 10ដើមអីប៉ុណ្្នឹងឯងហើយយើងក៏កាន់ចបមួយមកដើរកោះមើមក៏អីចឹងណាបងប្អូនប៉ុន្តែមើមហ្នឹងគឺមិនសូវជាល្អប្រហែលទេបងប្អូនវានៅតូចនៅខ្ចីអីចឹងណាបងប្អូនហើយដីហ្នឹងក៏មិនសូវរឹងអីប្រហែលទេដោយសារតែដីទៅបច្ចៈអីចឹងណាបងប្អូនទៅពេលយើងដាំដលងគោមកវាមានមើមមានអីដែរអញ្ចឹងក៏ចាប់ដកមកបងប្អូនគឺវាដាច់អស់មួយកណាត់បងប្អូនគឺអានេះមើមរៀងធំដែរធំចង់ប៉ិនក៏ដៃធំជាងក៏ដៃទៀតណាបងប្អូនតែអញ្ចឹងទៅវាដាច់មួយកណាត់ហើយទៅពេលអញ្ចឹងយើងកាយរោវាមួយកណាត់ទៀតហ្នឹងនៅណាកាយរោកាប់រោវាអញ្ចឹងណាបងប្អូននិយាយទៅគឺកាប់ដលងកាប់អីគឺសុបាយដែរបងប្អូនយើងកប់ដើររោមើមវាអញ្ចឹងណាអញ្ចឹងទៅក៏កាប់មកបាននិយាយថាសុបាយចិត្តសុបាយបានមើមឡើងប៉ុណ្ណានេះចឹងទៅយើងក៏កាប់វាបដាច់ចេញពីគល់ណាបងប្អូនកាប់ចេញពីគល់អីចឹងទៅអានេះយើងកោះមួយដើមតែនៅមួយដើមទៀតយើងកោះពីរដើមដោយសារតែដលងក៏ຕົកទៅក៏វាខូចយើងមិនកោះមិនកោះណាបងប្អូនថាយើងមិនកោះវាមិននេះវាហ្នឹងវាទៅជារឹងខូចអស់ចឹងណាចឹងទៅយើងកោះវាទៅធ្វើដលងធ្វើអីញ៉ាំហើយជាពិសេសដលងគោចេះគេមិនសូវជាពេញនិយមហូបអីប្រហែលទេបងប្អូនវាច្រើនគេនិយមហូបដលងជ្វាដលងក្រហមអីហ្នឹងបងប្អូនប៉ុន្តែ admin គឺយកមកហូបយកមកធ្វើនំដុតហូបអីចឹងណាបងប្អូនឥឡូវនេះយើងកោះបាន2ដើមបងប្អូនគឺមើមឡើងមកកច្រែងហ្មងបងប្អូនតែ2ដើមទេគឺថាមើមមកកច្រែងហើយគ្រឿងក្រៅរបស់យើងហ្នឹងគឺមានស្ករមានទឹកខ្ទិះមានដូងមានអីចឹងណាបងប្អូន
មានពងទាមានអំបិលមានអីចឹងទៅយើងត្រៀមសម្រាប់ពេលដែលយើងបកសបកបកអីហើយអញ្ចឹងទៅយើងត្រូវលាងត្រូវឈូសអីចឹងណាបងប្អូនយើងលាងយើងអីហើយអញ្ចឹងទៅយើងចាប់ផ្ដើមបកសបកវាម្សាយើងលាងឲ្យជ្រះដីយើងបកសបកវាម្សាបន្ទាប់មកយើងយកមកឈូសវាស្ដើងអញ្ចឹងណាហើយអត់មានដឹងថាការធ្វើបើអត់មានត្រូវតាមគេឬក៏អត់ទេពុកម៉ែបងប្អូនគឺយើងមើល YouTube ក៏ឃើញគេធ្វើតាមគេអញ្ចឹងណាពុកម៉ែបងប្អូនតមកយើងក៏ដាក់ពងទា2គ្រាប់ទៅហើយស្ករសហ្នឹងគឺយើងដាក់2វេចណាពុកម៉ែបងប្អូនដាក់អញ្ចឹងទៅយើងកូរដើម្បីឲ្យវាចូលជាតិគ្នាអញ្ចឹងកូរសពឲ្យវាលាយគ្រឿងរបស់វាហ្នឹងគឺថាឲ្យវាបានចូលជាតិគ្នាបានល្អហើយអញ្ចឹងទៅដល់ពេលយើងយកទៅដាក់នៅក្នុងនេះយកទៅដុតណាពុកម៉ែបងប្អូនតែការដុតបើអេដមីនហ្នឹងគឺដាក់ដំបូងគឺដាក់ចក្រានហ្គាសទៅបងប្អូនប៉ុន្តែដល់ពេលដាក់ទៅអស់ហ្គាសអញ្ចឹងណាបងប្អូនពេលអញ្ចឹងទៅយកមកដាក់ចក្រានខ្ជុំវិញហើយដុតមើលឡើងក្រហមនំស្អាតតែម្ដងបងប្អូនប៉ុន្តែគាត់ថាវាអត់បានស្អិតល្មុតដូចគេណាបងប្អូនប៉ុន្តែឆ្ងាញ់បងប្អូនមានខ្ទិះដូងមានអីគឺថាឆ្ងាញ់រសជាតិបើនិយាយវាថារសជាតិវិញដឹងថាជាតិតែម្ដងបងប្អូននំដលងកោដុតណាធ្វើតាមគេទេបងប្អូនប៉ុន្តែធ្វើអត់បានស្អិតល្មុតដូចគេទេតែគេធ្វើស្អិតល្មុតប៉ុន្តែបើនិយាយវាថារសជាតិវិញគឺថាធានាតែនំរបស់យើងធ្វើហ្នឹងគឺអត់បានស្អិតល្មុតដូចតែគេធ្វើលក់ទេបងប្អូនហើយថែមមិនចាញ់គេប្រហែលនោះទេរសជាតិហ្នឹងគឺឆ្ងាញ់ជាប់ចិត្តតែម្ដងបងប្អូនហើយវីដេអូយើងក៏បានដល់ទីបញ្ចប់ទី30នេះគឺចូលដល់បិណ្ឌ1ហើយពុកម៉ែបងប្អូនចាជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើបង្អែមបាញ់ជំនឿស្លឹកតើយហើយនេះស្លឹកតើយនាងខ្ញុំគឺថាល្អមែនទែនហើយធ្លាក់ភ្លៀងប្រហែលមេនេះគឺថាខ្ចីរហួតហើយនេះក៏បេះផ្ទះបងទេផ្ទះខ្លួនឯងគឺដាំអត់ទាន់បានធំអញ្ចឹងទេអញ្ចឹងគ្រឿងផ្សំរបស់យើងក៏មិនសូវជាច្រើនដែរគឺមានសណ្ដែកដែលយើងបានត្រាំហើយនឹងខ្ទិះដូងខ្ទិះដើមខ្ទិះចុងហើយនឹងស្លឹកតើយហើយនឹងមានល្ងស្ករក្រហមស្ករសម្រេចហើយនឹងខ្ទឹមស្លឹកខ្ទឹមហើយអង្គរតំណើបហើយនឹងអង្គរខ្សាយហើយនេះសណ្ដែករបស់នាងខ្ញុំគឺត្រាំរយៈពេល1យប់ហើយលាងទឹកឲ្យអស់ពី3ដងទៅចាអញ្ចឹងក៏យើងយកមកចំហុយហើយចំពោះសណ្ដែកនេះដែរបងប្អូនយកទៅស្ងោរដាំរបៀបបាយក៏បានឬក៏យកមកចំហុយដូចនាងខ្ញុំក៏បានដែរហើយចំហុយនេះតែ30នាទីអីគឺថាផុយល្មមហើយក៏យើងចន្លោះពីពេលហ្នឹងគឺយើងយកមកលាយនឹងម្សៅហើយម្សៅគឺនាងខ្ញុំដាក់ស្លឹកតើយយកក្លិនរសជាតិហើយនឹងនិយាយទៅគឺថាក្លិនគឺថាឈ្ងុយមួយយ៉ាងដែរហើយនិយាយទៅគឺថាមិនដែលហូបដាក់បាញ់ជំនឿលើកតើយអញ្ចឹងដល់ពេលមកដាក់ទឹកគឺថាគ្រឿងឈ្ងុយដែរហើយនេះគឺសណ្ដែករបស់យើងគឺថាយើងមើលតើយើងថាឆ្អិនហើយគឺយើងលើកចុះមកហើយចន្លោះពីពេលហ្នឹងគឺនេះខ្ញុំដាក់ទឹកចោលទៅហើយយើងក៏យកខ្ទិះដូងបន្តិចដើម្បីយើងកូរជាមួយនឹងសណ្ដែកយើងដាក់ស្ករបន្តិចទៅអំបិលបន្តិចទៅដើម្បីរសជាតិរៀងផ្អែមប្រៃអញ្ចឹងស្នូលបាញ់ជំនឿហើយនិយាយពីថាក្លិននោះឆ្ងាញ់ហើយយើងលួចម្រេចបន្តិចហើយលឹកខ្ទឹមបន្តិចទៅបងប្អូនចាតើមានលឹកខ្ទឹមហើយម្រេចតិចទៅអាហ្នឹងបានថាស្នូបាញ់ជំនឿមែនទែនហើយយើងមូលទុកឲ្យត្រជាក់យើងមូលឲ្យវាល្មមមួយអីចឹងណាបងប្អូននិយាយទៅបាញ់ជំនឿនេះគឺថាធំបន្តិចហើយមួយគឺថាមួយដឹងតែឆ្អែតហ្មងហើយរួចហើយនំរបស់យើងចាប់ផ្ដើមមកមូលនឹងម្សៅវិញម្ដងហើយម្សៅយើងមូលហើយយើងសកត់វាជាកប៉ែតមកយើងយកដៃរៀងនេះទៅក៏យើងដាក់ស្នូមួយអីចឹងទៅហើយធ្វើរៀងច្រើនដែរបងប្អូននេះមកកូនឆ្នាំងធំដែរហើយនេះទឹករបស់យើងគឺថាពុះមកល្មមអីយើងចាប់ផ្ដើមបង់នំរបស់យើងដែលយើងបានមូលហើយហ្នឹងយើងបង់ទៅតែបង់ចូលក្នុងទឹកទៅគឺនំរបស់យើងហ្នឹងគឺថាវាធ្លាក់ចុះតែដល់ណាពេលវាឆ្អិនមកគឺវាអណ្ដែតចេញហើយចាអណ្ដែតឡើងលើហ្នឹងគឺថានំហ្នឹងគឺថាឆ្អិនហើយអញ្ចឹងយើងស្រង់ដាក់ទឹកក្តៅយើងស្រង់ដាក់ទឹកជារបស់យើងនាងខ្ញុំដាក់ទឹកភ្លៀងហើយយើងក៏ដាក់ស្រង់វាឲ្យចុះទៅយើងចាប់ផ្ដើមមកធ្វើទឹកខ្ទិះវិញម្ដងហើយទឹកខ្ទិះយើងដាក់ទឹកខ្ទិះទៅយើងលួចស្ករក្រហមបន្តិចទៅឲ្យឈ្ងុយហើយយើងបង់ស្លឹកតើយហើយដាក់ស្ករក្រហមហើយនឹងដាក់ខ្ញី2-3ចំណិតអីចឹងទៅហើយនេះយើងស្រង់ទឹកឲ្យសម្រស់ទឹកនៅក្នុងកញ្ច្រែងហើយយើងយកមកដាក់ស្ងោរជាមួយនឹងខ្ទិះដូងជាមួយយើងនឹងឲ្យវាចូលជាតិវាផ្អែមអីឡមទៅបងប្អូនចង់ធ្វើអញ្ចឹងក៏បានឬក៏ធ្វើដាក់ទឹកដាក់ចានទៅយើងយកទឹកខ្ទិះល្ងស់ទឹកខ្ទិះអញ្ចឹងទៅយើងដាក់ស្រូបក៏បានឬក៏មិនច្បល់ដូចនាងខ្ញុំដាក់ចេះក៏បានដែរតែធ្វើចេះយើងឆ្ងាញ់ចូលជាតិហ្មងហើយនិយាយវាថានេះបងប្អូនគឺថាហើយគឺថាក្លិននោះជះទៅដល់ណាបងភូមិមួយដល់ភូមិមួយហើយនិយាយពីថារសជាតិបងប្អូនគឺថាឆ្ងាញ់ហើយដាក់លើកតើយចឹងទៀតទៅអត់ឃើញពណ៌ឲ្យបងប្អូនតែមើលទៅគឺថារសជាតិហើយយើងខ្ទិះដូងយើងស្រូបពីលើអីចឹងទៅហើយដាក់ល្ងរោយបន្តិចទៅចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺនឹងខ្ញុំមកធ្វើបង្អែមចេកសាយឺហើយគ្រឿងផ្សំរបស់យើងក៏មិនសូវជាពិបាកធ្វើដែរហើយនេះចេករបស់យើងគឺមួយស្និតរៀងស្ទើទុំបងប្អូនអត់យកទុំពេកទេតែទុំពេកគឺថាធ្វើអត់ឆ្ងាញ់ទេបង្អែមមួយមុខហ្នឹងអញ្ចឹងក៏យើងប្រឡេះវាជាមួយអីចឹងទៅហើយយើងយកមកដាក់ទឹកហើយដាក់ទឹករៀងលិចចេកបន្តិចទៅដើម្បីយើងស្ងោរវាល្ងាស់វាអីចឹងណាអញ្ចឹងក៏យើងដាក់ស្ងោរវារួចហើយយើងទុកវាចោលសិនទៅក៏យើងមកត្រាំមើលក្របភ្នែកកែបយើងសិន
អញ្ចឹងយើងត្រាំវាមកល្មមទៅហើយចេកនេះគឺនេះខ្ញុំស្ងោរកន្លះម៉ោងជាងអីដើម្បីឲ្យវាអស់ជាតិជ័រអីចឹងព្រោះចេករបស់យើងស្ទើរទុំអញ្ចឹងគឺថាយើងស្រង់ដាក់កញ្ច្រែងមកដើម្បីឲ្យត្រជាក់ចុះត្រជាក់បន្តិចទៅហើយគឺយើងងាកមកធ្វើបង្អែមយើងវិញម្ដងគឺក្របភ្នែកកែបហ្នឹងគឺថាយើងលាងពី3ទឹកអីចឹងណាដើម្បីឲ្យអស់ជីកកក្របភ្នែកកែបហ្នឹងទៅអញ្ចឹងគឺយើងដាំទឹកបន្តិចទៅហើយយើងយកមកស្ងោរឲ្យរៀងឆ្អិនសិនចាំយើងដាក់ចូលជាមួយនឹងខ្ទិះដូងខ្ទិះអីហើយនិយាយទៅគ្រឿងផ្សំងាយៗបងប្អូនមានក្របភ្នែកកែបស្ករសហើយនឹងស្លឹកតើយហើយនឹងល្ងបន្តិចដើម្បីយើងយកបង់នៅក្នុងខាងលើអីចឹងណាចុងក្រោយវីដេអូអញ្ចឹងក៏យើងឆ្លៀតមកបកចេកដើម្បីឲ្យត្រជាក់សិនទៅត្រជាក់វាទៅដើម្បីយើងយកមកចិតជាចំណិតដើម្បីងាយស្រួលយើងយកមកដាក់និយាយទៅគឺថាបង្អែមមួយមុខនេះគឺថាស្តៀងនឹងចេកខ្ទិះដែរគ្រាន់តែថាចេកខ្ទិះយើងយកមកដាក់កូរជាមួយនឹងបបរចូលគ្នាអញ្ចឹងតែនេះគឺយើងចិតចេកជាជ្រៀកហើយយើងដាក់ដល់ឡែកហើយចាំយើងធ្វើទឹកបង្អែមធ្វើអីរួចហើយយើងក៏យកចាក់មកលើចេកហ្នឹងអញ្ចឹងគឺខុសគ្នាត្រង់ហ្នឹងអញ្ចឹងយើងបែងចែកឲ្យដាច់គឺបង្អែមសាយឺផ្សេងហើយចេកខ្ទិះផ្សេងអញ្ចឹងក៏យើងចិតរៀងស្ដើងអីចឹងមកបងប្អូនអញ្ចឹងក៏យើងចិត្តហ្នឹងគឺថាយើងរៀងថ្នមបន្តិចទៅកុំឲ្យសាច់ចេករបស់យើងហ្នឹងបែកព្រោះរៀងនៅក្តៅអញ្ចឹងណាតើត្រជាក់ទៅបានវារឹងអញ្ចឹងនៅក្តៅអ៊ុនអញ្ចឹងយើងធ្វើរៀងតាមស្ថានភាពទៅនិយាយទៅក៏មិនសូវជាពិបាកធ្វើអីហ្មងដែរបងប្អូនហើយបងប្អូនមើលវីដេអូហ្នឹងក៏អាចធ្វើបានដូចគ្នាដែរគឺថាងាយមែនទេហើយនេះខ្ញុំក៏មិនសូវជាប៉ិនចេះអីប្រហែលដែរហើយនេះខ្ទិះដូងរបស់យើងពុះហើយក៏យើងចាក់ស្លឹកតើយរបស់យើងស្លឹកតើយនេះគឺនាងខ្ញុំកិនរួចហើយអត់បានថតឲ្យពុកម៉ែបងប្អូនមើលទេអញ្ចឹងក៏យើងដាក់ក្របភ្នែកកែបដែលយើងបានស្ងោរហ្នឹងណាបងប្អូនយើងដាក់ចូលច្បល់ជាមួយនឹងគ្នាទៅខ្ទិះដូងខ្ទិះអីចឹងទៅអញ្ចឹងយើងកូរដាក់ស្ករដាក់លួចអំបិលអីតិចទៅដើម្បីឲ្យចូលជាតិគ្នាអញ្ចឹងគឺយើងស្ងោរវារហូតដល់វារីងទឹកបន្តិចទៅអញ្ចឹងក៏យើងឆ្លៀតមកបុកល្ងរបស់យើងហើយល្ងនេះនាងខ្ញុំលីងរួចហើយអត់បានថតឲ្យបងប្អូនមើលទេដដែលក៏ឲ្យសាំភ្នែកបងប្អូនអញ្ចឹងណាអញ្ចឹងគឺបង្អែមមួយមុខហ្នឹងគឺថារួចរាល់អស់ហើយគឺថាឈ្ងុយមែនទែនគឺឈ្ងុយស្លឹកតើយអញ្ចឹងណាបងប្អូនគឺថារសជាតិគឺថាឆ្ងាញ់អញ្ចឹងបង្អែមមួយមុខនេះគឺថារួចរាល់អស់ហើយបងប្អូនមិនចូលចិត្តឬក៏ចូលចិត្តអីជួយ like មើល Facebook នាងខ្ញុំម្នាក់មួយមកចាហើយនេះគឺថាមើលតែមាត់ទៅក៏ដឹងថាឆ្ងាញ់ដែរដោយសារតែថាបង្អែមមុខនេះគឺនាងខ្ញុំចូលចិត្តមែនទែនអញ្ចឹងគឺថាហូបមួយម៉ាត់ហើយមួយម៉ាត់ទៀតអញ្ចឹងគឺថាជាតិហើយនិយាយទៅគឺថាបងប្អូនមើលតែមាត់ទៅក៏ដឹងដែរអញ្ចឹងបង្អែមមួយមុខហ្នឹងគឺរួចរាល់អស់ហើយអរគុណច្រើនជម្រាបលាបាយជូនពរចិត្តកាន់បិណ្ឌខាងមុខគឺរស់ស៊ីមានថ្ងៃនេះគឺនាងខ្ញុំមកធ្វើនំអន្សមចេកអាំងចាជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយគ្រឿងផ្សំក៏មិនសូវជាពិបាកធ្វើដែរគឺមានចេក2ស្និតហើយនឹងស្ករសហើយនឹងគោដូងដែលយើងកោសហើយនឹងខ្ទិះដូងហើយនិយាយទៅគឺយើងសកធាងដូងដើម្បីយើងត្រៀមនឹងពេលយើងវិចនំហើយគឺយើងយកទៅខ្ទាស់វាដើម្បីកុំឲ្យសាច់នំរបស់យើងនឹងចេញចាអញ្ចឹងយើងកាត់វារៀងវែងជ្រុងទូចអីទៅចាហើយរួចហើយក៏យើងចាក់ខ្ទិះដូងចូលហើយយើងក៏ចាក់អង្ករត្នោតចូលហើយអង្ករនេះឯងគឺនេះខ្ញុំត្រាំទុកមួយយប់ហើយយើងយកលាងទឹកពី3ទឹកទៅឲ្យស្អាតស្រស់ទឹកអីចឹងទៅក៏យើងដាក់ចូលក្នុងខ្ទះជាមួយនឹងខ្ទិះដូងហើយយើងចាក់ស្ករសយើងចូលហើយយើងលួចអំបិលបន្តិចទៅហើយនិយាយអង្ករនេះដែរគឺនេះខ្ញុំយកទៅកន្លះគីឡូទេចាធ្វើកន្លះគីឡូហើយចេករៀងទូចដែរចេកដើមយើងទេចាអញ្ចឹងយើងបករៀងមួយស្និតនឹងសិនទៅបើសិនជារៀងតិចអង្គយើងខើចអីក៏នេះតិចយើងថែមចេកទៀតទៅចាជិះវៀងដើម្បីយើងវិចទៅកុំឲ្យសល់អង្គអញ្ចឹងណាចាអញ្ចឹងយើងបកចេករួចហើយក៏យើងមកមើលអង្គរបស់យើងគឺថាចាប់ផ្ដើមរីងទឹកហើយយើងយករៀងឲ្យស្ងួតតិចណាចាអញ្ចឹងយើងកូរវឹកចុះកូរឡើងទៅក៏យើងដាក់ដូងករបស់យើងនឹងចាហើយនិយាយទៅគឺដូងនេះដែរបងប្អូនមិនចង់ដាក់ក៏បានឬក៏ដាក់ដូងរបៀបថាមានសាច់កដាលអីក៏បានដែរចាស្រេចតែចំណងចំណូលចិត្តរបស់បងប្អូនទេហើយយើងកូរវឹកអីចឹងទៅហើយយើងភ្លក់មើលរៀងផ្អែមឬក៏មិនទាន់ផ្អែមយើងអាចថែមថយអីទៀតចឹងទៅអញ្ចឹងយើងកូររៀងស្ងួតទឹកឲ្យស្រស់ទឹកជាងនេះតិចទៅចាអញ្ចឹងក៏យើងកូរវានេះណាមួយភ្លើងរៀងក្តៅដែរចាអញ្ចឹងយើងឆ្អិនហើយយើងយកមកដាក់ទុកក្នុងកញ្ច្រែងទុកមកដល់ឡែកដើម្បីត្រជាក់បន្តិចទៅយើងចាប់ផ្ដើមយកមកវិចជាមួយនឹងនំរបស់យើងចេកចាហើយចេកនេះដែរគឺយើងយករៀងមកច្របាច់វាតិចមកដើម្បីឲ្យវាចូលជាតិជាមួយនឹងសាច់អង្កររបស់យើងណានិយាយទៅចេកនេះដែរគឺមិនសូវជាទាន់ទុំប្រហែលទេចារៀងនៅស្ទើរតែបើសិនជាបងប្អូនចង់បានទុំយើងដាក់តាមទុំអីចឹងទៅចាអញ្ចឹងយើងមូយើងដាក់វិចរបៀបថាអង្ករត្នោតរបស់យើងដាក់រៀងមកល្មមចេករបស់យើងមកប៉ែតអីចឹងមកយើងដាក់ចេកមួយអីចឹងទៅហើយក៏យើងដាក់មូស្លឹកមូអីទៅហើយយើងយកអាឈើដែលយើងបានខ្ទាស់ហើយហ្នឹងកាត់ហើយហ្នឹងក៏យើងយកខ្ទាស់ជាមួយនឹងសាច់នំរបស់យើងទៅហើយនិយាយទៅគឺថាមិនសូវជាពិបាកធ្វើអីប្រហែលដែរបងប្អូនគឺថាងាយទេគឺយូរនឹងគ្រឿងកាពិកពុកដូចជា
thiên đôn sạc chê ấy chân tư tại vậy tới cứ nông mai bỏ nhớ cứ mình sơ chia và bạ thơ hay còn mình sơ chia sưu thơ mà đây nó còn dương trời cạp chi diêm đây chân cứ dương vịt ban hai chỉ pram và mùi núng cái dương vô mà ăn bà đào tới còn ỏi chung bỏ dương nó che chào chân á chà chân cứ dương ăn biển bà đào dương vịt bà đào ấy chân tư hay vậy bị tha mơ bông ồn còn đã khơi nhưng còn đang tha thần nồng đây hay vậy bị tha ăn chân bông ồn nơi hay mì này nó cứ tha chân tầm màu thì hay nơi khoác tầm mà tật ấy thì nó cứ chắp đào bần mùi bần pi ấy chân cứ tha chật đo rồi đầu bồn chung can bần dương thì thấy chân mà play tê chân cứ nôm xong bỏ dương cứ dương prai cho prai láng hốt đo ở vị chân này chân tới cứ dương dột đạo về cái trái nơi mà là lại từ chà chân dương nè nơi chân ấy cứ dương vô tới nơi ăn nơi toàn chân dương nơi ăn mình to thì từ hay vậy mơ bị sạch nôm bông ồn nơi vậy thà bị nhanh nó chiết ố vậy tới hộp tới thà cả đau không em không liệu một đó có ថ្ងៃនេះសល់ចេកមកស្និតណាបងប្អូនហើយក៏អត់ដឹងធ្វើអីដែរគឺថាថ្ងៃនេះគឺថាមកធ្វើនំចេកដុតវិញម្ដងហើយនេះខ្ញុំមានពងមាន់3គ្រាប់ហើយនឹងចេកមកស្និតតែនេះខ្ញុំអត់ដាក់ទាំងអស់ហើយចាអញ្ចឹងគឺយើងបកចេកបកអីឲ្យហើយទៅយើងដាក់តែ5ចេកអីហ្នឹងអីបងប្អូនអើយចាអញ្ចឹងទៅសល់ចេកទៅអត់មានអ្នកហូបមានអ្នកអីអញ្ចឹងទៅក៏ឆ្នៃធ្វើនំចេកដុតវិញម្ដងអញ្ចឹងយើងច្បាច់ឲ្យវាឲ្យម៉ត់មែនទែនចាំយើងយកមកលាយជាមួយនឹងម្សៅចាហើយយើងបន្តច្បាច់រហូតដល់វាម៉ត់មែនទែនហើយនិយាយទៅគឺថាឃើញបងប្អូនឡើងម៉ត់តែមិនម៉ត់អីប្រហែលទេថាដុំដៃអញ្ចឹងអញ្ចឹងគឺថានេះខ្ញុំមករែងម្សៅហើយចំពោះម្សៅនេះដែរគឺនេះខ្ញុំយកម្សៅមីចាអញ្ចឹងយើងរែងរហូតឲ្យវាសព្វចូលគ្នាទៅជិះវារៀងដុំអីចឹងបងប្អូនអញ្ចឹងយើងរែងរួចហើយក៏យើងយកចេកដែលយើងបានច្បាច់រួចហ្នឹងយើងយកមកច្បល់ជាមួយនឹងម្សៅហើយយើងដាក់លើកតើយតិចទៅដើម្បីយើងចាប់ជាតិឈ្ងុយអញ្ចឹងណាហើយយើងដាក់ស្ករក្រហមចំពោះស្ករបងប្អូនចង់បានផ្អែមឬក៏ឡំអីសាច់តែចំណងចំណូលចិត្តរបស់បងប្អូននេះហើយយើងចាក់ខ្ទិះដូងតិចអីសិនណាជិះវាតែជ្រាយពេកគឺថានំរបស់យើងរៀងតុនអញ្ចឹងយើងដាក់មកល្មមអីសិនទៅអញ្ចឹងយើងគោះពងទាចាចំពោះពងទានេះដែរនេះខ្ញុំបែងចែកជា2ផ្នែកនេះខ្ញុំយកអាក្រហមហ្នឹងយើងយកមកវាយជាមួយនឹងម្សៅមុនសិនណាចាអញ្ចឹងយើងយកអសហ្នឹងទុកក្រោយអញ្ចឹងយើងច្បល់ជាមួយនឹងម្សៅហ្នឹងឲ្យវាសព្វចូលគ្នាឡើងមែនទែនហើយចាំយើងមកវាយជាមួយនឹងអាផ្នែកខាងសវិញម្ដងអញ្ចឹងគឺនឹងខ្ញុំលួចខ្ទិះដូងម្ដងតិចអញ្ចឹងយើងទុកមកละលៃទៅយើងចាប់ផ្ដើមមកវាយនឹងអាពណ៌សយើងវាយឡើងមែនទែនវាយរហូតឲ្យវាចេញពពុះឆ្កល់តែម្ដងណាចាយើងវាយព្រោះយើងអត់សូវមានម៉ាស៊ីនអត់មានម៉ាស៊ីនវាយដូចគេធ្វើនំធ្វើអីចឹងណាអញ្ចឹងយើងវាយដៃតិចទៅវាយូរដែរចាមកបាននៅវាឡើងអញ្ចឹងណាអញ្ចឹងយើងវាយរហូតដល់វាឡើងឡើងមែនទែនចេញពពុះមែនទែនហ្មងចាធ្វើអញ្ចឹងក៏ងាយស្រួលដល់បងដែលពុកម៉ែបងប្អូននៅផ្ទះអត់មានម៉ាស៊ីនវាយពងទាវាយពងទាអីអញ្ចឹងអត់មានម៉ាស៊ីនវាយអញ្ចឹងយើងចង់ឃើញគេធ្វើចង់ហូបនំខេតឬក៏នំអីអញ្ចឹងទៅយើងអត់មានម៉ាស៊ីនវាយបងប្អូនអាចវាយដូចនាងខ្ញុំអញ្ចឹងក៏បានដែរគឺថាងាយស្រួលមែនទែនអត់សូវចំណាយលុយទេចាអញ្ចឹងក៏យើងអាចធ្វើញ៉ាំបានដូចគ្នាចានេះយើងវាយរហូតដល់វាខាប់អញ្ចឹងហើយយើងយកមកលាយជាមួយនឹងពងទាហើយនឹងចេករបស់យើងលាយហើយមិញហ្នឹងយើងយកមកលាយចូលគ្នាម្ដងទៀតចាហើយយើងក៏បន្តវាយឲ្យវាចូលគ្នាដូចគ្នាដែរអញ្ចឹងឲ្យវាចូលសព្វជាមួយគ្នាឲ្យមែនទែនហើយចាំយើងចាប់ផ្ដើមដាក់ដុតចានេះបងប្អូនយើងកូររហូតដល់វាកើតជាល្បាយតែមួយអញ្ចឹងណាអញ្ចឹងគឺយើងរួចហើយយើងចាប់ផ្ដើមមកដុតវិញម្ដងហើយចំពោះនាងខ្ញុំអត់មានកណ្ដាស់ដុតនំអីដូចគេទេតែនាងខ្ញុំយកកណ្ដាស់រាមមកដុតហើយកណ្ដាស់រាមនេះដែរនាងខ្ញុំកាត់វាមកស្មើនឹងថាសយើងទៅហើយយើងលាបខ្លាញ់លាបអីចឹងទៅអញ្ចឹងគឺយើងចាក់ម្ដងតិចអីទៅហើយយើងក៏ដាក់ចេកយើងនៅពីលើអញ្ចឹងទៀតអញ្ចឹងណាដើម្បីយើងយកម៉ូតឬក៏យកពណ៌ព្រោះចេករបស់យើងមកស្និតដែរតែនេះខ្ញុំធ្វើអត់អស់ទេអញ្ចឹងគឺថាយើងបងប្អូនមានសណ្ដែកដីធំណាដាក់ពីលើនឹងទៀតក៏បានដែរគឺថារសជាតិឡើងឆ្ងាញ់ហើយនេះយើងដុតហើយយើងដុតវាដាក់ខ្ជុំដៃដូចនេះខ្ញុំហើយនេះភ្លៀងបងប្អូននេះរត់ម្ដងហើយនេះភ្លៀងរៀងលលឹមតិចនេះលើកឆ្នាំងលើកចក្រានលើកអីរត់ចូលផ្ទះវិញនេះបងប្អូននំរបស់យើងហើយនិយាយពីថារសជាតិឡើងឆ្ងាញ់មែនទែនហើយឡើងប្លែកនិយាយទៅហូបទៅដូចនំខេតចឹងឯងបងប្អូនគ្រាន់តែថាយើងដាក់រសជាតិចេកចឹងអរគុណច្រើនថ្ងៃនេះខ្ញុំមកធ្វើភីសាបែបអ្នកស្រុកស្រែឲ្យក្មេងៗញ៉ាំហើយក៏មិនសូវជាមានគ្រឿងអីសពគ្រប់ប្រហែលដែរបងប្អូនគឺធ្វើយើងបែបធ្វើនៅតាមជនបទអញ្ចឹងយើងពិបាករកគ្រឿងមែនទេអញ្ចឹងគឺនេះខ្ញុំបានទិញនំប៉័ងមួយថងម្ដុំចាហើយនឹងហូតដកហើយនឹងពីងប៉ោះចំនួន3ផ្លែហើយនេះខ្ញុំក៏យកមកចិតរៀងស្ដើងអញ្ចឹងទៅណាបងប្អូនពីងប៉ោះយើងចិតស្ដើងហើយនឹងហូតដកនេះគឺនេះខ្ញុំកាត់ក្បាលកាត់កតុយហើយនេះខ្ញុំលាងហើយបងប្អូនចា
លាងឡើងពី3ទឹកលាងរួចហើយក៏យើងសម្រោះទឹកហើយយើងយកហាន់ជាស្ដើងដូចគ្នាដែរដើម្បីឲ្យតាហាចូលជាតិគ្នាអញ្ចឹងអញ្ចឹងយើងហាន់រៀងស្ដើងរហូតឲ្យអស់សាច់រហូតដល់របស់យើងទៅហើយក៏យើងទុករៀងមួយឡែកបានច្រើនដែរបងប្អូនចាហើយនំប៉័ងល្ថងឲ្យបងប្អូននេះធ្វើមិនសូវជាច្រើនហ្មងដែរឲ្យក្មេងៗហូបនៅឃើញថាគ្នាថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងចាហើយនេះគឺទឹកប៉េងប៉ោះគឺនាងខ្ញុំយកប៉េងប៉ោះតូចយើងកាត់ក្បាលកាត់អីរួចហើយក៏យើងដាក់នៅចានហើយក៏យើងលាបយើងដាក់ទឹកអានេះគេហៅបើហៅស្ងាយស្រួលគឺហៅឈីក៏បានដែរតែឈីរៀងដុំរៀងនៅនេះអត់មាននិយាយទៅនៅនេះរឿងពិបាករកទិញតិចឈីដុំអញ្ចឹងយើងមានតែហ្នឹងឯងគឺងាយស្រួលមែនទែនហើយគឺថាជាតិឆ្ងាញ់ហ្មងហើយក៏លាយនឹងទុកមកល្លែងហើយយើងចាប់ផ្ដើមកាត់នំប៉័ងរបស់យើងរៀងកាត់រៀងយកអាផ្ទុននេះណាបងប្អូនគឺអត់យកអាគៀនហ្នឹងឯងអញ្ចឹងយើងបានរៀងក្រែដែរបងប្អូនក៏យើងរៀបដាក់ថាសដាក់អីអញ្ចឹងទៅហើយក៏យើងនិយាយទៅបាននំរៀងច្រើនដែរបងប្អូនថងហើយក៏យើងរួចហើយក៏យើងចាប់ផ្ដើមមកលាបទឹកពីប៉ោះហើយនឹងឈីយើងមិញហ្នឹងបងប្អូនយើងលាបបន្តលាបចុំរហូតឲ្យអស់សាច់នំហ្នឹងទៅហើយយើងរៀងប៉ាតទៅយើងអត់មានអីប៉ាតទេអញ្ចឹងយើងយកលព្រាមកប៉ាតគឺងាយស្រួលមែនទែនហើយនិយាយពីថាបងប្អូនអត់មានតាមជនបទដូចនាងខ្ញុំអញ្ចឹងយើងពិបាករកធ្វើរកទិញអីចឹងមើលវីដេអូនេះហើយធ្វើតាមក៏អាចញ៉ាំបានដូចគ្នាដែរហើយងាយស្រួលមែនទែនយើងមិនមានម្សៅមានអីអញ្ចឹងយើងធ្វើអញ្ចេះហ្នឹងគឺថាបងប្អូនអើយក្មេងៗចង់ងាប់ហើយនិយាយគឺនាងខ្ញុំពិបាករកទិញឈីរកអីមែនទែនហើយនេះយើងលាបរួចហើយក៏យើងដាក់ពីប៉ោះដែលយើងបានហាន់ហើយហ្នឹងរៀងស្ដើងដាក់ជុំវិញនំប៉័ងនឹងទាំងអស់ទៅហើយយើងក៏ដាក់ហោដកដែលយើងរួចហ្នឹងយើងដាក់អីសពទៅយើងចាប់ផ្ដើមច្បាច់ឈីដែលយើងដាក់ហ្នឹងបងប្អូនច្បាច់រៀងឲ្យច្រើនទៅគឺថាឆ្ងាញ់ហ្មងរសជាតិមួយមុខហ្នឹងហើយគឺងាយមិនសូវពិបាកធ្វើអីប្រហែលដែរអញ្ចឹងគឺបើនិយាយទៅគឺថារៀងតំណងដែរបងប្អូនចាអត់ទៅមានគ្រឿងគ្រប់សពក៏អាចធ្វើបានញ៉ាំដូចគ្នាដែរហើយមួយវិញទៀតហ្នឹងគឺថាក្មេងៗចូលចិត្តញ៉ាំមែនទែនភីហ្សាបែបហ្នឹងចូលចិត្តណាស់មិនថាមនុស្សធំគឺក៏កូនក្មេងនេះគឺថាចូលចិត្តញ៉ាំអញ្ចឹងយើងបន្តលាបឈីរបស់យើងហ្នឹងច្បាច់ឈីហ្នឹងលាបឲ្យវាអស់ទៅចារៀងឲ្យច្រើនទៅបងប្អូនគ្រាន់តែមើលក៏ដឹងតែស្រក់ទឹកមាត់ដែរហើយនេះគឺយើងរួចហើយយើងចាប់ផ្ដើមយកទៅដុតទៅបងប្អូនហើយដុតហ្នឹងក៏អត់មានឆ្នាំងគិសនីគិសអីដែរគឺថានេះខ្ញុំដុតឆ្នាំងយើងហ្នឹងហើយយើងយកខ្ជុងយកអីដាក់ពីលើផងដាក់ពីក្រោមផងអញ្ចឹងទៅដាក់ឡើងពីបងប្អូនហើយនិយាយពីថាខ្លោចបាតខ្លះមុនដំបូងយើងឆ្នាំងរៀងក្តៅយើងខ្លោចបាតណាបងប្អូនតែដល់ពេលវគ្គទី2គឺថាមកស្អាតមកអេមនិយាយរួមទៅគឺថាឆ្ងាញ់ហ្មងនេះភីហ្សារបស់យើងគឺថាចាប់ផ្ដើមហើយបងប្អូនគឺថាក្មេងៗគ្នាឃើញអូយងាប់ឡើងតំណងហើយនិយាយពីថាដាក់មួយម៉ាត់អូឆ្ងាញ់ណាស់ហើយឲ្យបងប្អូនឲ្យហូបមួយអត់ឆ្អែតឲ្យម្នាក់មួយទៀតឲ្យហូបម្នាក់2 3ឲ្យតែឆ្អែតនិយាយថារសជាតិថ្ងៃនេះរៀងរវល់បន្តិចហើយពុកម៉ែបងប្អូនអត់បានធ្វើម្ហូបធ្វើអីឲ្យបងប្អូនទស្សនាមើលទេហើយក៏ឆ្លៀតមកឃើញគេលក់ផ្លែឈើអីចឹងណាក៏នឹកឃើញមកចង់ធ្វើបង្អែមផ្លែឈើរបស់យើងគឺផ្លែឈើមានតែប្រហែលមុខនេះឯងបងប្អូនអើយមានប៊ឺមានតែសក់ស្រូវមានខ្នុរមានដូងខ្ចីហើយនិងលោកឈិតជាពិសេសគឺខ្ទិះដូងរបស់យើងគឺអត់បានទេបង្អែមត្រូវមានខ្ទិះដូងដោយសារតែអត់មានខ្ទិះដូងគឺអត់ឆ្ងាញ់ដូចនាងខ្ញុំបាននិយាយអញ្ចឹងបង្អែមផ្លែឈើមានតែប្រហែលមុខនេះឯងបើបងប្អូនចូលចិត្តផ្លែឈើអីផ្សេងអាចដាក់តាមចូលចិត្តបានអីចឹងណាអញ្ចឹងបន្ទាប់មកគឺនាងខ្ញុំមកចិត្តតែសក់ស្រូវចំពោះទឹកសក់ស្រូវនេះដែរយើងពុះវាជា2យើងលាងទឹកលាងអីសិនណាបើយើងអត់លាងព្រោះយើងតែងមកអញ្ចឹងទៅវាមានដីមានអីនៅជាប់នៅសបកអីអញ្ចឹងទៅយើងលាងទឹកឲ្យវាមកសាហើយចាំយើងយកមកពុះហើយយើងយកគ្រាប់យកអីចេញអីអញ្ចឹងទៅចិត្តសបកចិត្តអីដូចតាបងប្អូនបានឃើញអញ្ចឹងយើងយកអាខៀវចេញឲ្យអស់អញ្ចឹងណាតែយើងចិត្តអត់អស់ទេគឺវានៅតែសាយពេលយើងហូបទៅវាយើងអត់បានអញ្ចឹងណាហ្នឹងហើយអញ្ចឹងទៅគឺយើងចិត្តសបកចិត្តអីស្អាតទៅយើងក៏យកវាមកចិត្តរៀងកង់ទូចអីចឹងទៅបងប្អូនចូលចិត្តជាធំក៏បានដែរហូបជាមួយទឹកដោះគោទទេក៏បានដែរចិត្តទឹកសក់ស្រូវមួយមុខហ្នឹងមិនចំពោះថាហូបតែផ្អែមទេដូចជាប៊ឺដូចជាទឹកសក់ស្រូវចឹងយើងហូបជាមួយនឹងទឹកដោះគោទទេក៏បានដែរគឺជាអាហារសម្រន់របស់យើងពេលក្រោយបាយហើយអីចឹងណាហើយចំពោះខ្នុរនាងខ្ញុំយកមកបកក្របបកអីឲ្យស្អាតហើយយកមកជ្រៀកវាជាទូចដើម្បីយើងយកមកដាក់ផ្អែមចូលគ្នាទៅឲ្យវាមានជាតិរៀងចូលជាតិគ្នារៀងឆ្ងាញ់អីចឹងណាអញ្ចឹងគឺដូងរបស់យើងគឺនាងខ្ញុំចិត្តវារៀងទូចអីចឹងទៅជាមួយនឹងលោកឆិតលោកអីចឹងទៅយើងចាក់វាមកចានមកដ লাই ទៅដើម្បីយើងរៀបមើលទៅយើងតែងតួអីឲ្យរៀងស្អាតអីចឹងមើលទៅរៀងល្អមើលក៏គួរឲ្យចង់ញ៉ាំដែរបង្អែមផ្លែឈើមួយមុខហ្នឹងអញ្ចឹងគឺរួចរាល់អស់ហើយបងប្អូននេះក៏នឹកឃើញអញ្ចឹងចុងក្រោយគឺយើងចាប់ផ្ដើមមកធ្វើទឹកស្ករ
ចំពោះទឹកស្ករនាងខ្ញុំដាក់កន្លះលីត្រហើយក៏លឹកតើយគឺយើងយកលាងទឹកលាងអីឲ្យស្អាតទៅគួចវាឲ្យស្អាតទៅយើងដាក់ជាមួយនឹងទឹកស្ករឲ្យមើលឲ្យមានក្លិននៅធំលឹកតើយអីបន្តិចអីចឹងណាអញ្ចឹងចំពោះស្ករនាងខ្ញុំដាក់តែកន្លះគីឡូទេព្រោះយើងធ្វើតិចដែរអីចឹងណាអញ្ចឹងយើងរៀងឆ្អិនហើយយើងក៏ស្រង់លឹកតើយចេញទៅហើយក៏យើងរៀបរាល់ហើយយើងចាប់ផ្ដើមមករៀបដាក់ចូលនៅចានមកឡៃទៅយើងស្រឡាញ់មួយមុខផ្លែឈើមុខណាយើងដាក់តាមមួយមុខហ្នឹងទៅតែនាងខ្ញុំគឺដាក់ទាំងអស់ហ្មងព្រោះថាគឺចូលចិត្តទាំងអស់ហ្នឹងអញ្ចឹងគឺយើងរៀបរាប់អីដាក់អញ្ចឹងហើយតាមតាចូលចិត្តតិចច្រើនលោកឆិតលោកអីហ្នឹងជាពិសេសគឺលោកឆិតចូលចិត្តញ៉ាំលោកឆិតមែនទេហ្មងអញ្ចឹងគឺយើងដាក់ហើយនេះបងប្អូនគ្រាន់តែឃើញគឺថាតំណងគឺចង់ញ៉ាំនឹកឃើញញ៉ាំបង្អែមផ្លែឈើហ្មងបើសិនជាយើងទៅទិញគេមកថងបង្អែមផ្លែឈើភាគច្រើនគេលក់ 4000 អញ្ចឹងយើងហូបអត់បានគ្រប់គ្នាអញ្ចឹងយើងយកមកធ្វើខ្លួនឯងអញ្ចឹងទៅគឺយើងហូបបានគ្រប់គ្នាហើយគឺចំណេញទៀតដោយសារចំណេញអីគឺយើងទិញយកមកធ្វើខ្លួនឯងអញ្ចឹងវាធូរថ្លៃដែរអញ្ចឹងណាអញ្ចឹងក៏យើងរោយទឹកកករោយអីចេះទៅណាបងប្អូនហើយយើងក៏រោយទឹកខ្ទិះដូងយើងដាក់ខ្ទិះដូងច្រើនរឹតតែឆ្ងាញ់កាលហ្នឹងដោយសារតាខ្ទិះដូងយើងយកមកល្ងាស់ជាមួយអីនឹងភ្លើងអីដែរអញ្ចឹងណាអញ្ចឹងគឺវគ្គហ្នឹងគឺនាងខ្ញុំអត់បានធ្វើថតជាមួយនឹងខ្ទិះដូងពេលល្ងាស់ជាមួយភ្លើងទេអញ្ចឹងក៏យើងរកខ្ទិះដូងរួចហើយក៏យើងដាក់ដោះគោអីចឹងទៅហើយយើងកូរច្បល់គ្នាចេះទៅដើម្បីមើលទៅយើងចូលជាតិល្អមែនទែនហ្មងនេះបងប្អូនគ្រាន់តែឃើញគឺថាតំណងមែនទែនអញ្ចឹងគឺថាមួយចានហ្នឹងគឺថាម៉ៅដាច់តែឯងតែម្ដងអញ្ចឹងគឺថាផ្អែមឆ្ងាញ់មកល្មមអញ្ចឹងបងប្អូនឃើញហើយកុំភ្លេចចង់ឲ្យធ្វើបង្អែមមួយមុខហ្នឹងអញ្ចឹងណាយើងអាចហូបគ្នាច្រើនទៀតបានលឹងចេះតិចនេះអញ្ចឹងគឺថាយើងចំណេញមែនទែនអរគុណច្រើនជម្រាបលាបាយបាយថ្ងៃនេះដែរនឹកឃើញចង់ហូបអាកោខ្ទិះទៅសាថ្ងៃមុនហ្នឹងឃើញគេលក់អាកោខ្ទិះហើយតំណងអើយតំណងហើយក៏នឹកចង់ធ្វើអាកោខ្ទិះហូបខ្លួនឯងអញ្ចឹងណាហើយមកវិញមួយទៀតគឺថានឹកឃើញភ្លាមគឺអត់ចាំយូរទេបងប្អូនគឺមកវាស្រែមករឹសថ្នោតហើយថ្នោតទុំជ្រុះខែនេះថ្នោតជ្រុះច្រើនមែនទែនហើយរឹសបានអូនិយាយទៅថាបានដូចចិត្តមកបងប្អូនតែបើជ្រុះពីថ្មីភ្លាមហើយទាំងស្រស់ហើយនិយាយពីថារឹសបានច្រើនណាស់អត់បានយកអីមកដាក់អញ្ចឹងណាអត់បានត្រៀមថានឹងយកមកដាក់ថ្នោតទេនឹកឃើញថាវាអត់មានផ្លែមានអីជ្រុះអញ្ចឹងណាបងប្អូនហើយមើលហែកមើលបងប្អូនគឺថាថ្មីចេះហ្មងហើយមើលក្លិននឹងឈ្ងុយមែនទែនសម្បីតែពណ៌ក៏មើលទៅក៏ចង់ញ៉ាំអាកោដែរបងប្អូនហើយនេះគឺអាកោឬបាន 3-4 យកតែអាណាថ្មីបងប្អូនអត់ហ៊ានយកអាចាស់ឯងព្រោះយើងយកហូបខ្លួនឯងអញ្ចឹងណាបងប្អូនឬហើយអត់ទុកយូរទេគឺថាមកដល់ផ្ទះភ្លាមពាក់ស្រោមដៃអីចឹងទៅហើយយើងបកសបកថ្នោតនឹងឲ្យហើយអញ្ចឹងណាបងប្អូនយើងបកវាហើយមកយើងបកវាឲ្យទាំងអស់គឺងាយស្រួលនេះគឺនាងខ្ញុំពាក់ស្រោមដៃចេះគឺពិបាកនឹងបកសបកថ្នោតទេបងប្អូនបើយើងប្រើដៃលឿនតែនេះគឺចង់ធ្វើបង្ហាញបងប្អូនមើលខ្លាចមើលទៅមិនតំណងអីចឹងណាចាហើយនេះយើងបករួចហើយអីហើយបានសំបីតែមើលតែពណ៌ក៏ដឹងដែរបងប្អូនហើយរួចហើយយើងច្បាច់វាយកថ្នោតហ្នឹងបងប្អូនចាហើយនេះច្បាច់នេះគឺក៏ច្បាច់មិនទាន់អស់សពអីដែរនេះរួចហើយយើងយកមកត្រងវាមួយសាទៀតដើម្បីយកតែទឹកវាចឹងបងប្អូនគឺនិយាយថាពណ៌គឺតំណងមែនទែនបន្ទាប់មកគឺយើងចាក់ម្សៅរបស់យើងមកក៏យើងដាក់ថ្នោតរួចហើយយើងដាក់ស្ករដាក់អីទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូននិងដាក់ទឹកខ្ទិះបន្តិចយើងលួចវាទៅហើយកុំភ្លេចអំបិលបងប្អូនអំបិលយើងលួចបន្តិចដែរទៅចាហើយយើងចាក់មកគឺនិយាយថាមើលពណ៌បងប្អូនគឺថាតំណងមែនទែនយើងកូរឲ្យសព្វកូរអីបែកជាមួយនឹងស្ករមួយអីមកហើយនេះគឺកន្ទងអាថ្នោតអាកោខ្ទិះមានធំមានតូចឯងមិនសូវជាចេះបត់ប្រហែលទេបងប្អូនអើយសូវជាចេះបត់ទេហើយយើងរៀបវាហើយអីចឹងដាក់ក្នុងឡងសឹងរបស់នាងខ្ញុំគឺទូចទេគឺយើងធ្វើជាលក្ខណៈហូបតែបន្តិចគ្នាមកចំគ្រួសារតូចអីចឹងយើងមិនមែនជាជីបជាអីទេចារួចហើយយើងចាក់ថ្នោតចាក់អីរួចហើយយើងចាក់ទឹកខ្ទិះពីលើវាបន្តិចមកដើម្បីយើងយកក្លិននិយាយទៅគឺឆ្ងាញ់មែនទែនបងប្អូនចាហើយនេះគឺបើសិនជាគេធ្វើលក់គេត្រាគេហាមេហាអីហាថ្នោតហាអីចឹងណាគេដាក់មេដាក់អីទៀតតែនេះចំពោះនាងខ្ញុំគឺថ្នោតបេះមកភ្លាមថ្ងៃហ្នឹងគឺធ្វើហ្មងអត់ដាក់មេដាក់អីទេហើយក៏មិនមើលទៅរួចហើយក៏យើងដាក់វាហើយនេះបងប្អូនអាកោខ្ទិះរបស់យើងហ្នឹងដាក់ចោលប្រហែលជា30នាទី40នាទីអីហ្នឹងគឺយើងឆ្អិនហើយអាកោរបស់យើងហើយអាកោនេះគឺអត់ឃើញឡើងទេបងប្អូនប៉ុណ្ណឹងគឺថានាងខ្ញុំថាឡើងហើយតែបើសិនជាគេធ្វើលក់គេដាក់មេដាក់អីណាតែនេះគឺនាងខ្ញុំធ្វើហូបខ្លួនឯងគឺអត់យកមេទេបងប្អូនចង់ហូបអីអាចសាកធ្វើដូចនាងខ្ញុំបាននិយាយពីក្លិនរសជាតិគឺថាឆ្ងាញ់ជាប់មាត់លិតដៃចាសួស្ដីបងប្អូនទាំងអស់គ្នាចាឃើញមានលឹកអាស័យផងហើយនឹងកំពុងទៅវិចខ្ចប់មិនដឹងជាវិចអីទេបងប្អូនចាហើយនាងខ្ញុំក៏កំពុងឆ្ងល់ដែរនំនឹងគឺនំ
ពីមុនចាស់ពីមុនអីចឹងបងប្អូនចាហើយនេះលឹកអាស័យយើងលាងទឹកលាងអីហើយបងប្អូនយើងដាក់កច្រែងសម្រស់អីចឹងមកហើយនេះគឺសកម្មភាពដែលវិចនំចាំងគេហៅនំចាំងណាបងប្អូនហើយបងប្អូនដែលដឹងថានំនឹងគេវិចនំអាស័យនំអីបងប្អូនពិតជាដឹងហើយដឹងខ្លះអត់ខ្លះមិនមែនដឹងទាំងអស់ហើយព្រោះនំនឹងគឺយូរដែរហើយចាអត់សូវឃើញមានអ្នកធ្វើអីប្រហែលទេហើយនេះគឺនាងខ្ញុំមិនសូវជាចេះវិចនំចាំងនឹងប្រហែលទេព្រោះលឹកអាស័យគឺវិចនំអាស័យលឹកអាស័យចឹងណាមិនមែនវិចលឹកចេកលឹកអីដូចយើងទេហើយអង្គនេះគឺនាងខ្ញុំត្រាំអង្គទុកមួយយប់បងប្អូនយើងត្រាំទឹកក្បុងចាយើងទុកត្រាំវាមួយយប់ហើយយើងលាងវាត្រាំហើយយើងស្អែកឡើងយើងចាប់ផ្ដើមធ្វើយើងលាងវាប្រហែលជា10ទឹកអីជាងណាបងប្អូនដើម្បីឲ្យវាអស់អាជាតិលំអើទឹកក្បុងចឹងណាហើយយើងលាងវាអីឲ្យស្អាតអីចឹងទៅហើយសម្រស់វាមកហើយយើងចាប់ផ្ដើមមកវិចហើយលឹកអាស័យហ្នឹងគឺមានតូចមានធំដែរវាមិនមែនស្មើគ្នាទេហើយវិចនំចាំងហ្នឹងមានតូចមានធំចឹងណាហើយវិចហ្នឹងគឺនេះខ្ញុំមិនសូវជាចេះវិចអីប្រហែលទេម៉ែគាត់អ្នកជួយវិចខ្លះអីខ្លះមិនមែននាងខ្ញុំទាំងអស់ទេហើយនាងខ្ញុំមិនសូវជាចេះវិចប៉ិនប្រសពនំចាំងនំអីចឹងណាបងប្អូនចាហើយយើងមានខ្សែមានអីចងអីចឹងមកភាគច្រើនគេចងតែ10ឯងបងប្អូនតែនេះគឺយើងធ្វើហូបខ្លួនឯងចឹងទៅគឺយើងដាក់ឯងដឹងប្រហែលទេបងប្អូនតែដឹងតែច្រើនហើយវិចបានពាក់កណ្ដាលមកឃើញតំណងបងប្អូនឃើញវិចខ្ចប់ហ្នឹងគឺថាតំណងមែនទេហើយលឹកអាស័យរបស់យើងហ្នឹងគឺខ្វះទៀតបងប្អូនអើយដើរសុំផ្ទះមួយទៅផ្ទះមួយចឹងណាព្រោះនៅនេះកម្រមានលឹកអាស័យស្លឹកធំចាហើយយើងចាប់ផ្ដើមចងវាបត់ចន្ទះរុំវាពីរជាប់មកឲ្យវាជាប់ដើម្បីយើងស្ងោរវាទៅកុំឲ្យវាចេញជាកកចេញមកអីចឹងណាចាហើយនេះឯងគឺវិចហើយចង់90%បងប្អូនយើងវិចរួចហើយយើងកាត់ខ្សែកាត់អីឲ្យស្អាតចេញមកចានេះឡើងមកចកោមហើយមកចកោមនឹងដឹងប្រហែល100នំទេបងប្អូនប្រហែលជា30 40ហ្នឹងឯងហើយរួចហើយយើងដាក់ភ្លើងហើយដាក់ឆ្នាំងហើយដាក់ទឹកហើយទឹករបស់យើងហ្នឹងគឺយើងដាក់ឲ្យលិចវាមកហើយយើងយកលឹកចេកលឹកអាស័យក្របវាមកហើយយើងរៀងទុករៀងយូរដែរបងប្អូនប្រហែលជា1ម៉ោងកន្លះអីណូពេលច្រើនគេទុករៀងយូររត់តែឆ្ងាញ់ចាហើយនេះដែរយើងចាប់ផ្ដើមហើយបងប្អូនគឺថាក្លិននោះគឺថាឈ្ងុយមែនទែនតែម្ដងមើលពណ៌គេបងប្អូនគេហៅនំចាំងហើយយើងអត់មានដាក់ស្អីទេបងប្អូនគឺយើងជ្រលក់ជាមួយស្ករសចាស្ករសហ្នឹងគឺថាឆ្ងាញ់ហ្មងហើយយើងញ៉ាំពេលព្រឹកទៀតរឹតតែឆ្ងាញ់ទៀតចាហើយយើងជ្រលក់វាមកនេះអូយនិយាយទៅគឺថាតំណងបងប្អូនដែលមិនដែលញ៉ាំនំចាំងអាចមើលឬក៏អាចធ្វើនំចាំងនឹងហូបបានចាអរគុណច្រើនជម្រាបលាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយចិត្តដល់ប្រជុំធំហើយក៏នៅឃើញវិចនំមិនសមជ្រូកពងទាប្រៃហើយនេះសណ្ដែកគឺនាងខ្ញុំយកសណ្ដែកប្រភេទបែបហ្នឹងគឺនាងខ្ញុំយកមកត្រាំរយៈពេល1យប់ហើយយើងយកលាងទឹកលាងអីឲ្យវាអស់អាខាងក្រៅបងប្អូនអាសណ្ដែកខៀវហ្នឹងយើងលាងឲ្យអស់និយាយទៅគឺសណ្ដែកហ្នឹងរៀងថាឈ្ងុយឆ្ងាញ់ជាងអាសណ្ដែកមួយទៀតលឿងដែលគេកិនស្រាប់អីចឹងណាអញ្ចឹងគឺថាលាងរហូតដល់អស់អាសម្បកខាងក្រៅហ្នឹងហើយនេះគឺនាងខ្ញុំមកបុកខ្ទឹមហើយនឹងម្រេចដើម្បីយកមកប្រឡាក់ជាមួយនឹងសាច់ជ្រូកហើយសាច់ជ្រូកនេះដែរគឺនាងខ្ញុំយកប្រភេទជាលក្ខណៈមានខ្លាញ់តិចអីចឹងណាអញ្ចឹងក៏យកហាន់វារៀងច្បាស់មូលវែងខ្លីតាមតែសាច់ជ្រូកទៅហើយក៏យកមកច្បល់វាចូលជាមួយនឹងគ្រឿងឲ្យសព្វរយៈពេលទុកប្រហែលជា1ម៉ោងទៅ2ម៉ោងបានយកមកវិចហើយនេះពងទាប្រៃនេះគឺនាងខ្ញុំត្រាំខ្លួនឯងចាហើយត្រាំ20គ្រាប់រហូតដល់សល់តែ10គ្រាប់ទេដោយសារតែក្មេងៗងើបទៅបោះបាយបិណ្ឌអីចឹងណាអត់មហូបទៅក៏យកទៅស្ងោរអីចឹងទៅអញ្ចឹងសល់តែប្រហែលគ្រាប់គឺថាវិចតាមហ្នឹងទៅអត់បានទិញគេទេចាហើយអញ្ចឹងគឺយើងគូសហើយយើងយកតែផ្នែកខាងក្នុងទេចាអញ្ចឹងអាខាងក្រៅយើងទុកយកចំហុយហូបជាមួយនឹងបបរក៏បានឬក៏យកទុកកច្រាំសាច់ជ្រូកប្រហុកក៏បានដែរហ្នឹងគឺថាកុំឲ្យសល់ចាក់ចោលអញ្ចឹងណាអញ្ចឹងគឺថាងាយស្រួលមែនទែនហើយចំពោះកនេះដែរគឺនាងខ្ញុំយកមកកូរជាមួយនឹងស្លឹកតើយហើយស្លឹកតើយនេះស្លឹកតើយផងមានទាំងខ្ទិះដូងផងអញ្ចឹងយើងដាក់អំបិលហើយនឹងស្ករបន្តិចឡែមអីទៅចាដើម្បីឲ្យវាមានរសជាតិសាបផ្អែមប្រៃអីចឹងណាអញ្ចឹងក៏យើងរួចហើយក៏យើងចាប់ផ្ដើមមកវិចចាយើងដាក់អង្គហើយក៏យើងដាក់សណ្ដែករបស់យើងចូលអញ្ចឹងទៅសាច់ជ្រូកអីចឹងទៅហើយក៏ចាអញ្ចឹងក៏យើងវិចហើយការវិចនេះគឺនេះខ្ញុំមិនសូវជាចេះវិចប្រហែលទេយើងមើលទៅយើងឆ្កងមែនទែនចាហើយអត់មានអ្នកណាជួយវិចទេឲ្យជួយវិចអត់មាននេះទេដែលថាខ្លាចយើងឡាយអីចឹងណាថតអីចឹងតែការប៉ັດទៅគឺថាបានគ្នាច្រើនរត់តែល្អព្រោះមានចាស់ផងជួយវិចនំអីចឹងណាចាដោយសារតែអញ្ចឹងគឺថាអត់បានវិចអញ្ចឹងវិចតែឯងទេគឺថាអន្សមជ្រូកគឺរៀងធំតិចទេបងប្អូនអើយហើយការវិចសមជ្រូកហ្នឹងគឺមានយើងវិចតាមស្លឹក
ស្លឹកយើងស្រួលវិញរៀងចាំបើសមជ្រូកយើងបត់ទៅជាចេញជាលក្ខណៈ2ជាន់ហើយបើសមមើលចេកយើងវិចតែមួយជាន់នេះអញ្ចឹងគឺងាយស្រួលមែនទែនហើយនេះគឺថាសមជ្រូកពងទាប្រៃគឺនាងខ្ញុំវិចជាលក្ខណៈជ្រុងបែបហ្នឹងហើយការវិចហ្នឹងគឺថានាងខ្ញុំមើលតាមគេតាម Facebook តាម YouTube អីចឹងណាចាអញ្ចឹងគឺយើងវិចយើងចងហើយទៅហើយគឺយើងមូវាទៅគឺថាចេញរូបរាងនឹងស្អាតមែនទែននិយាយទៅសរសើរខ្លួនឯងតិចទេទៅវិចលើកទី1ទេបងអើយចាហើយចំពោះពុកម៉ែបងប្អូនវិចនំថ្ងៃណាដែរចាហើយចិត្តដល់ភ្ជុំមែនទែនហើយនៅខ្វះតែមួយថ្ងៃអីទៀតហ្នឹងគឺថាដល់ភ្ជុំធំហើយហើយអញ្ចឹងគឺថានាងខ្ញុំពងទាប្រៃនេះគឺថាចងមុនគេគឺដោយសារតែយើងវិចជាជ្រុងអញ្ចឹងអញ្ចឹងគឺថាយើងពិបាកទុកនំអញ្ចឹងយើងចងមុនគេទៅហើយយើងចងបាន2ហើយយើងក៏ចងអោបគ្នាទៅអញ្ចឹង2ហ្នឹងគឺថាយើងចងជាប់គ្នាដើម្បីយើងស្ងោរទៅយើងងាយស្រួលនឹងស្រង់ហើយក៏ងាយស្រួលនឹងចំណាំដែរព្រោះសមជ្រូកពងទាប្រៃហ្នឹងគឺថាវិចខុសគេចាគឺថានឹងខ្លួនទឿហើយគឺថាវិចនំគឺថាទឿទៀតហើយវិចអត់ទូចដូចគេទេគឺថាវិចហ្នឹងរៀងធំនិយាយទៅគឺថានំបើគេហៅថាថ្ងៃនេះនាងខ្ញុំមកធ្វើនំគូឆាយហើយនិយាយពីថាគ្រឿងផ្សំរបស់យើងគឺថាមិនសូវជាពិបាកធ្វើអីហ្មងទេគ្រាន់តែរៀងយូរបន្តិចចឹងណាហើយគ្រឿងគឺមានម្សៅអង្ករខ្សាយនិងម្សៅត្នោតហើយនិងម្សៅឆា3ហ្នឹងយើងដាក់ស្មើគ្នាចឹងណាហើយនាងខ្ញុំក៏វល់ជាកូនចានចឹងណាមួយមុខមកកូនចានមួយមុខមកកូនចានដើម្បីឲ្យស្មើគ្នាហើយនេះស្លឹកកញ្ឆាយនេះបងប្អូនអើយមកបានទិញគេបានណាគឺថាឡើង3 4ថ្ងៃនេះទេកំងប្រាប់គេឲ្យទុកឲ្យសំអីអត់បានកញ្ឆាយទៀតហើយទៅថ្ងៃនេះបានទៅមកធ្វើនំកញ្ឆាយហើយនេះយើងគេច្រាំខ្ទឹមគេច្រាំអីរួចហើយយើងទុកមកឡែកយើងចាប់ផ្ដើមមើលហាន់ស្លឹកកញ្ឆាយរៀងកង់រៀងទូចអីចឹងទៅបងប្អូនចង់បានទូជាងនេះក៏បានឬក៏វែងជាងនេះក៏បានដែរតែនាងខ្ញុំយកប៉ុណ្នេះយើងមកជ្រុងមកល្មមហើយរួចហើយយើងចាប់ផ្ដើមមកឆាកញ្ឆាយយើងដាក់ខ្ទឹមដាក់អីចូលទៅហើយយើងក៏ដាក់ឆាចូលគ្នាស្ទាប់ទៅយើងដាក់តែប្រេងខ្យងបន្តិចទេបងប្អូនប្រេងខ្យងបន្តិចហើយនឹងស្ករសបន្តិចទៅអំបិលបន្តិចទៅដើម្បីឲ្យរៀងឡែមអីចឹងហើយយើងក៏ចាប់ផ្ដើមច្បល់វារួចរាល់អស់ហើយទុករៀងយូរតិចវាចាប់ផ្ដើមចេញទឹកបងប្អូនអញ្ចឹងទឹកយើងអត់យកទេយើងយកទៅកាក់ទេយើងសម្រិតចេញទៅហើយគឺយើងទុកមកត្រជាក់ទៅហើយយើងចាប់ផ្ដើមមកលាយម្សៅហើយនិយាយទៅគឺយើងដាក់ចូលគ្នាទាំង3មុខហើយយើងចាប់ផ្ដើមដាក់ទឹករៀងមកល្មមយើងចាប់ផ្ដើមវាយម្សៅនឹងឲ្យសព្វចូលគ្នាមែនទែនឲ្យសព្វចូលគ្នាហើយយើងចាប់ផ្ដើមមកកូរនឹងភ្លើងម្ដងទៀតទៅបងប្អូនយើងកូរភ្លើងយើងកូររហូតអត់មានឈប់ទេយើងកូររហូតដល់វាដាច់ទឹកហើយនឹងរៀងស្អិតល្មួតល្មមដែលយើងលើកចុះបានអញ្ចឹងណាហើយនិយាយពីថានំកញ្ឆាយនេះដែរគឺថាជានំខ្មែរមួយមុខដែរបើនិយាយទៅបងប្អូនចាហើយនិយាយទៅគឺនាងខ្ញុំចូលចិត្តញ៉ាំនំកញ្ឆាយនឹងមែនទែនឲ្យទៅណាឃើញអីគឺថាឈប់ទិញអីគឺអត់ចោលទេហើយនេះម្សៅយើងរៀងរីងទឹកស្ងួតហើយយើងចាប់ផ្ដើមមកដាក់លើជ្រញហើយយើងម្សៅដែលយើងតបជាមួយនឹងម្សៅដែលយើងកូរហើយហ្នឹងគឺថាម្សៅឆាហ្នឹងឯងបងប្អូនយើងដាក់ឲ្យច្រើនទៅហើយយើងច្បល់វារហូតឲ្យវាស្អិតចូលគ្នារហូតដល់ម្សៅរបស់យើងកុំស្អិតជាប់ជាមួយនឹងជ្រុញទៀតទេបងប្អូនគឺអាចមូលបាននិងអាចលុញបានអីចឹងហើយអញ្ចឹងយើងរួចអស់ហើយយើងចាប់ផ្ដើមមកកាត់រៀងកង់ហើយយើងកាត់កង់អញ្ចឹងទៅយើងមិនសូវជាមិនបាច់យកអង្រេយកអីមកដាក់រៀងធ្វើឲ្យរូបរាងកប៉ែតអីមិនបាច់ទេបងប្អូនយើងយកដៃនឹងរៀងមូទៅយើងច្បេះវាបន្តិចហ្នឹងគឺថាចេញហើយបងប្អូនហើយនេះនាងខ្ញុំរៀងធ្វើរៀងស្ដើងតិចបងប្អូនព្រោះម្សៅរបស់យើងនាងខ្ញុំធ្វើស្ដើងដល់ពេលអញ្ចឹងទៅយើងដាក់ចំហុយមួយមុខទៀតយើងដាក់ចំហុយបានយើងយកទៅចៀនអញ្ចឹងយើងខ្ញុំដាក់ស្ដើងតិចហើយយើងក៏ដាក់កញ្ឆាយរួចហើយយើងចាប់ដើមខ្ចប់វាធ្វើម៉េចឲ្យចិត្តហើយយើងរួចហើយយើងចាប់ផ្ដើមមកទុកវាមកឡែកនេះបងប្អូននំកញ្ឆាយរបស់នាងខ្ញុំគឺថាចាប់ផ្ដើមចេញជារូបរាងនេះបងប្អូនហើយយើងក៏បន្តធ្វើរហូតអស់កញ្ឆាយហ្នឹងហើយនឹងអស់ម្សៅហ្នឹងតែម្ដងហើយយើងធ្វើម៉េចធ្វើឲ្យចិត្តរុនវាបងប្អូនចានេះមិនធ្វើអីហ្មងទេបងប្អូនព្រោះកញ្ឆាយនេះខ្ញុំយកតែកន្លះគីឡូអញ្ចឹងធ្វើបាននំតិចតួចនឹងឯង5 6នំហើយនេះយើងយកមកចំហុយមកតង់ទៀតបងប្អូនតែកន្លែងនេះនាងខ្ញុំគួរឲ្យស្ដាយមែនទេបងប្អូនព្រោះនាងខ្ញុំដាក់រៀងញឹកពេកទៅដល់ពេលអញ្ចឹងធ្វើឲ្យយើងចំហុយយើងចិត្តគ្នាពេកទៅវាធ្វើឲ្យស្អិតគ្នាអញ្ចឹងពិបាករៀងបេះទៅទុកឲ្យត្រជាក់បងប្អូនហើយនេះរួចហើយយើងចាប់ផ្ដើមដាក់ចូលលាបខ្លាញ់ពីលើអីចឹងមកបន្ទាប់ទៀតហើយស្លឹកចេកហ្នឹងក៏យើងលាបខ្លាញ់ដែរបងប្អូននេះបងប្អូនឃើញរូបរាងគឺថាចង់ហូបតែម្ដងហើយនេះក៏យើងយកទុកវាមកត្រជាក់ដើម្បីយើងយកបេះវាមួយអីចឹងព្រោះខ្លាចបបេះខ្លះបបេះខ្លះនេះបងប្អូនហើយងាកពីហ្នឹងគឺយើងចាប់ផ្ដើមមកធ្វើទឹកត្រីរបស់យើងគឺយើងដាក់ស្ករក្រហមជាមួយទឹកក្តៅអ៊ុនហើយយើងក៏បង់អំបិលទឹកត្រីចូលម្សៅស៊ុបម្សៅអីចូលអីចឹងណាហើយយើងដាក់រៀងការ៉ុតដាក់អីទៅច្បាច់ក្រូចឆ្មាហើយនឹងសណ្តែកដីរបស់យើងហើយនេះនំកញ្ឆាយរបស់នាងខ្ញុំគឺថារួចរាល់អស់ហើយបងប្អូនគឺថានិយាយពីថាមើលតែរសជាតិក៏ដឹងថាឆ្ងាញ់ហើយបងប្អូនព្រោះថាលើកទី1ដែលធ្វើនំកញ្ឆាយហូបខ្លួនឯងអរគុណច្រើន
ធ្លាប់តែទិញដលងជ្វាដលងអីយកមកស្ងោរហូបអីចឹងណាបងប្អូនតែថ្ងៃនេះដែរគឺមកជីកដលងខ្លួនឯងហើយយកទៅឆឹងវិញម្ដងហើយដលងនេះដែរគឺមកជីកនៅខាងផ្ទះបងអូនស្រីជាប់ផ្ទះគ្នានឹងឯងបងប្អូនអីចឹងណាបងប្អូនហើយក៏ជីកដលងថៃដលងនឹងក៏ថាមើមនោះមើមមែនតេនមើមអត់សូវមានមើមអីចឹងណាបងប្អូនរៀងថារៀងទូចផងធំផងវាអត់ទាន់ពេញកមុំហើយក៏ដើររវែកមើលដើមណារៀងចាស់អីហ្នឹងគឺមានមើម2 3តូចធំអីចឹងទៅហើយក៏ដើររជីករហូតអីចឹងទៅបងប្អូនហើយដលងនេះដែរគឺថាយើងដាំនៅផ្ទះបែបធម្មជាតិធម្មអីចឹងណាអត់សូវដាក់ថ្នាំដាក់អីដូចគេដូចឯងអត់ទេហើយក៏ជីកបន្តដើររមើមដលងទៀតហើយមើមរៀងធំដែរបងប្អូនតែគ្រាន់ថាវាមិនទាន់ពេញសាច់ពេញរាងរបស់វាហើយដលងនេះដែរគឺថានាងខ្ញុំដើររបានប៉ុណ្ណេះឯងបងប្អូនប្រហែលជាកន្លះគីឡូអីហ្នឹងឯងហើយក៏រួចហើយក៏ដើរទៅផ្ទះវិញអញ្ចឹងទៅហើយក៏យកដលងនឹងយកមកចាក់លាង2 3ទឹកអីទៅដើម្បីឲ្យស្អាតដលងរបស់យើងហើយនេះគឺដលងនេះដែរគឺថាយើងលាង2 3ទឹកទៅណាបងប្អូនហើយយើងយកច្រាស់បោកអាវយកអីដុសទៅដើម្បីយកដីចេញហើយដីរៀងស្អិតដែរវាមិនងាយចេញទេបើយើងដុសដៃអីចឹងណាហើយយើងមានដៃលាងចានដុសអីក៏បានដែរតែបងប្អូនគិតថាងាយហើយយើងបន្តដុសរហូតឲ្យដលងរបស់យើងចេញដីចេញអីចឹងទៅយើងនៅលាងទឹក2 3ទឹកទៀតដែរបងប្អូនដើម្បីឲ្យស្អាតលាងរួចហើយយើងយកមកចិតក្បាលចិតសបកចិតអីទៅអាណារៀងខ្វិនអីយើងយកចេញទៅកៅស៊ីទៅកៅអីចឹងទៅតែដលងនេះឃើញខាងក្រៅរៀងទៅកៅស៊ីខ្វិនអីដល់ពេលចិតទៅមានតែខាងលើឯងបងប្អូនដល់ក្នុងអត់មានទេនឹងស្អាតហ្មងហើយយើងចិត្តដលងតាមតែចំណងចំណូលចិត្តរបស់បងប្អូនចិត្តតូចចិត្តធំមួយកង់2កង់ស្អីតែបងប្អូនទេហើយដលងរបស់យើងរួចរាល់អស់ហើយក៏យើងចាប់ផ្ដើមមកត្រាំទឹកកបោហេតុអីបាននេះខ្ញុំមកត្រាំទឹកកបោដើម្បីឲ្យសាច់ដលងរបស់យើងនឹងរឹងពេលយើងឆាទៅវាអត់រៀងបែកវល់ចូលគ្នាអញ្ចឹងណាហើយយើងត្រាំរយៈពេលកន្លះម៉ោងហើយរួចរាល់អស់ហើយយើងយកមកលាងទឹកមកទឹក2 3ទឹកទៀតដើម្បីឲ្យសាច់ដលងរបស់យើងនឹងស្អាតហើយបន្ទាប់មកគឺយើងចាប់ផ្ដើមមកកូរស្ករកូរអីឲ្យរៀងពងក្រងពងអីហើយយើងចាប់ផ្ដើមចាក់ខ្ទិះដូងហើយចាក់ខ្ទិះដូងបងប្អូនលឺទៅឈុលហើយភ្លើងយើងរៀងខ្លាំងអីចឹងណាហើយក៏យើងចាប់ផ្ដើមកូរវាឲ្យចូលជាតិជាមួយនឹងខ្ទិះដូងស្កររបស់យើងទៅក៏យើងទុករៀងឲ្យស្ងោរមកពុះ2ពុះទៅហើយចន្លោះពីពេលហ្នឹងគឺនាងខ្ញុំមកកោសសាច់ដូងរបស់យើងហើយដូងនេះសាច់ដូងនេះគឺបងប្អូនចង់បានរៀងស្ទើក៏បានឬក៏ខ្ចីតាមតែចំណងចំណូលចិត្តរបស់បងប្អូនហើយយើងកូររៀងដាច់ទឹកហើយយើងយកឈើអីមកចោះអីចឹងណាបងប្អូនដើម្បីឲ្យដឹងថាសាច់ដលងរបស់យើងហ្នឹងគឺថាឆ្អិននៅឬក៏មិនតាន់ឆ្អិនបើមិនតាន់ឆ្អិនបងប្អូនអាចដាក់ថែមខ្ទិះដូងអីទៀតហើយនេះនាងខ្ញុំបានដាក់ដូងដាក់អីកូររួចអស់ហើយគឺដលងឆឹងរបស់យើងគឺចាប់ដើមឆ្អិនហើយបងហើយឆ្អិននេះគឺថាតំណងមែនទែនជាពិសេសគឺសាច់ដូងរបស់យើងនឹងរៀងខ្ចីជ្រុបទៀតហើយនិយាយពីថាប្អូនអ្នកថតហ្នឹងគឺថាអូយឆ្ងាញ់ណាស់ចាយអើយអត់ដែរហូបបានឆ្ងាញ់ចឹងទេទិញគេអត់មានដាក់ខ្ទិះដូងខ្ទិះអីចឹងណាហើយនេះយើងធ្វើហូបខ្លួនឯងគឺថាយើងដាក់ខ្ទិះដូងខ្ទិះអីហើយនិយាយថាដាក់មួយម៉ាត់ទៅមួយម៉ាត់ទៀតបងប្អូនមើលតែមាត់ទៅក៏ដឹងថាឆ្ងាញ់ដែរបងប្អូនអាចចូលមើលហើយអាចធ្វើបានជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំមកធ្វើនំកងហើយនំកងនេះដែរគឺគ្រឿងផ្សំរបស់យើងគឺងាយទេពុកម៉ែបងប្អូនគឺមានម្សៅត្នោតហើយនិងម្សៅខ្សាយបន្តិចហើយគ្រឿងផ្សំរបស់យើងហ្នឹងគឺមានស្ករក្រហមអំបិលហើយនិងល្ងហើយនិងខ្ទិះដូងហើយចំពោះស្ករផងដែរគឺបងប្អូនចង់បានស្ករក្រហមឬក៏ស្ករសដាក់បន្តិចទូចលួចឲ្យទៅឈ្ងុយក៏បានដែរហើយយើងចាក់ស្ករក្រហមចូលទៅហើយនឹងយើងច្បល់សាច់នំរបស់យើងហ្នឹងឲ្យចូលជាតិល្អស្អិតណែនអីចឹងទៅណាបងប្អូនងាយស្រួលនឹងយើងមូកុំឲ្យវារៀងទន់ពេកតែទន់ពេកគឺរៀងទន់សៅយើងហ្នឹងគឺរៀងអត់សូវស្រួយហ្មងនេះហើយយើងច្បល់បែបនេះរហូតដល់សាច់ម្សៅរបស់យើងហ្នឹងគឺស្អិតចូលគ្នាដែលយើងអាចនឹងមូនំកងរបស់យើងបានហើយនំកងគឺយើងមូវាអញ្ចឹងហើយយើងយកដៃមេរបស់យើងហ្នឹងគឺចោះវាខាងកណ្ដាលទៅដើម្បីធ្វើជារបៀបនំកងអញ្ចឹងណាបងប្អូនហើយនំកងនេះបងប្អូនចង់ធ្វើធំធ្វើតូចតាមតែបងប្អូនក៏បានដែរតែនេះខ្ញុំរៀងធ្វើទូចរៀងល្មមទេមិនសូវជាធំអីប្រហែលទេហើយរៀងក្រហមបានដូចចិត្តទៀតបងប្អូនអើយក្រហមខ្លះមានខ្លោចខ្លះដោយសារតែយើងដាក់ភ្លើងរៀងក្តៅពេកអីចឹងណាតែនេះគឺមកល្មមអត់សូវរៀងខ្លោចប៉ុន្មានទេហើយនេះនំកងនេះគឺថាឡើងមុនដំបូងឡើងមែនទេនៅពេលរៀងត្រជាក់រៀងវាស្វិតនំអីចឹងណាបងប្អូនដោយសារយើងដាក់ម្សៅខ្សាយរៀងតិចពេកបើសិនជាដាក់ច្រើនមិនមែនចឹងទេបងប្អូនអញ្ចឹងបងប្អូនកន្លែងហ្នឹងកុំធ្វើតាមនាងខ្ញុំអីតាមមកល្មមអីទៅហើយនេះគឺយើងរួចរាល់អស់ហើយនំកងរបស់យើងពងហើយយើងចាប់ផ្ដើមមើលមកកូរស្កររបស់យើងហើយស្ករនេះដែរគឺស្ករក្រហមយើងកូររៀងពងក្រងហើយយើងដាក់ល្ងចូលហើយរួចយើងយកនំរបស់យើងដែលយើងចៀនហើយហ្នឹងយើងជ្រលក់វាមកសប់អីចឹងទៅហើយស្ករបើសិនជាខ្វះខាតអីបងប្អូនអាចដាក់តាមតអស់នំដែលយើងបានធ្វើអញ្ចឹងណាបងប្អូនហើយនេះនំកងរបស់នេះខ្ញុំគឺរួចរាល់ហើយអស់ហើយនិយាយពីថាជាតិក្លិនឈ្ងុយនឹងស្ករ
ក្រហមហ្នឹងតែម្ដងហើយនិយាយពីថារុក្ខជាតិហ្នឹងគឺថាឆ្ងាញ់អត់និយាយទៅមកអេហ្មងនិយាយថាឆ្ងាញ់រកអ្វីនិយាយមិនត្រូវព្រោះអត់ដែរបានធ្វើអញ្ចឹងណាហើយដល់ពេលធ្វើម្ដងទៅគឺថាធ្វើបានស្មានធ្វើម្ដងធ្វើអត់បានអញ្ចឹងណាតែនេះគឺនេះខ្ញុំសាកធ្វើម្ដងគឺថាបានអូខេហើយនេះក៏មិនសូវចេះអីប្រហែលដែរបងប្អូននេះគឺមើលតាមវីដេអូតាមគេផុសអីដែរទេហើយបើសិនជាការនិយាយឬក៏ការធ្វើខុសឆ្គងអីកុំខឹងកុំប្រកែកប្រកាន់នឹងនាងខ្ញុំអីហើយវីដេអូរបស់នាងខ្ញុំគឺថាចិត្តដល់ទីបញ្ចប់ហើយបើបងប្អូនឃើញហើយជួយ comment នៅខាងក្រោមឬក៏ជួយ share វីដេអូរបស់នាងខ្ញុំផងហើយនេះនំកងរបស់នាងខ្ញុំគឺថាទាញពីចូលគ្នាមកគឺថាស្ករនឹងស្អិតចូលគ្នាមែនទែនហើយដាក់មួយម៉ាត់ទៅបងប្អូនគឺដឹងថាឈ្ងុយឆ្ងាញ់តែម្ដងហើយនិយាយទៅគឺថានំកងគេលក់មិនគឺបែបហ្នឹងហ៎បងប្អូនធ្លាប់ហូបហើយនំកងរបស់ខ្មែរយើងហើយនេះគឺថាដាក់មួយម៉ាត់ឆ្ងាញ់ហើយចង់ដាក់មួយម៉ាត់ទៀតអញ្ចឹងណាហើយនិយាយពីថាថ្ងៃនេះគឺថាភ្លៀងផងអីផងបងប្អូនអើយគឺថារត់ពីមុខរត់ទៅពីក្រោយល្មមបាននំកងធ្វើឲ្យពុកម៉ែមើលអីចឹងណាហើយហូបទៀតរហូតអស់មួយកងព្រោះឆ្ងាញ់ហ៎បងប្អូនចាឆ្ងាញ់មែនទែនតែម្ដងនំពងអណ្ដើកមកដល់ទៀតហើយបងប្អូនមានរសជាតិឈ្ងុយឆ្ងាញ់ជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើនំពងអណ្ដើកហើយនាងខ្ញុំយកដំឡូងជ្វាលទេអត់មានបានយកត្រាវឬក៏អីទេបងប្អូនចង់បានរសជាតិត្រាវក៏ធ្វើត្រាវទៅណាតែនាងខ្ញុំមកធ្វើដំឡូងជ្វាលវិញហើយនាងខ្ញុំទិញគេកន្លះគីឡូបាន3អីហ្នឹងឯង3 4ប៉ុណ្្នឹងឯងបងប្អូនឯងធំដែរអញ្ចឹងណាអញ្ចឹងក៏យកមកក៏ចិត្តសបកចិត្តអីឲ្យស្អាតអីអញ្ចឹងទៅអាណាក្រិនអាណាអីហ្នឹងក៏យើងយកវាចេញឲ្យស្អាតទៅហើយក៏យើងចិត្តហើយក៏យើងយកមកលាងទឹក2 3ទឹកទៅដើម្បីឲ្យអស់ជ័រវាហើយយើងលាងអញ្ចឹងទៅនិយាយទៅគឺថានំពងអណ្ដើកនេះគឺស្រេចតែចំណងចំណុចចិត្តរបស់បងប្អូនចង់បានរសជាតិអីឯងអញ្ចឹងក៏ដលងរបស់យើងហើយក៏យើងចិត្តរៀងពុះវាជាកង់អីចឹងណាបងប្អូនអញ្ចឹងគឺយើងងាយនឹងយកទៅចំហុយចាយើងធ្វើអញ្ចឹងបែបងាយអីចឹងទៅហើយនេះសាច់ដលងរបស់យើងហើយយើងចាប់ផ្ដើមយកមកចំហុយរយៈពេល20ទៅ30នាទីទេគឺដលងរបស់យើងហ្នឹងគឺថាផុយឆ្អិនល្អហើយនិយាយទៅគឺថាថ្ងៃនេះគឺថាមេសតុំមែនតែរៀងក្តៅហប់អីចឹងណាតែបន្តិចទៀតនឹងភ្លៀងមកទៀតទៅលើនឹងឯងហើយយើងចន្លោះពីពេលហ្នឹងគឺយើងមកបើកមើលដលងរបស់យើងថាឆ្អិនហើយយើងយកឈើមួយមកដើម្បីយកចាក់វាដើម្បីថាចង់ដឹងឆ្អិនឬក៏មិនទាន់ឆ្អិនអញ្ចឹងគឺថាដលងរបស់យើងហើយនេះបងប្អូនឡើងជាតិហើយឆ្លៀតទុកមួយដើម្បីយើងទុកឲ្យកូនអញ្ចឹងណាចាចូលចិត្តណាដលងអញ្ចឹងគឺដលងរបស់យើងឆ្អិនហើយគឺយើងយកមកជ្រុំវាជាមួយនឹងវែកអីចឹងទៅបងប្អូនចង់យកទៅកិនលឿនជាងក៏បានដែរតែនាងខ្ញុំដលងរៀងផុយដែរអញ្ចឹងយើងចំណាយពេលយកមកញីវានឹងវែកអីចឹងទៅចាអញ្ចឹងយើងធ្វើឲ្យដលងរបស់យើងនឹងឲ្យម៉ត់មែនទែនចាំយើងយកមកលាយជាមួយនឹងស្ករសហើយស្ករនេះបងប្អូនចង់ដាក់រៀងផ្អែមអីតិចក៏បានដែរតែណាមួយដលងរបស់យើងហ្នឹងគឺថាវាមានជាតិផ្អែមនៅក្នុងហ្នឹងខ្លះហើយអញ្ចឹងគឺយើងដាក់មកល្មមទៅហើយយើងយកមកលាយជាមួយនឹងម្សៅឆាហើយក៏យើងចាក់ខ្ទិះដូងអីតិចទៅតែបើបងប្អូនអត់មានខ្ទិះដូងទេដាក់ទឹកសក៏បានដែរតែបើយើងដាក់ខ្ទិះដូងគឺរសជាតិវាគឺថាឆ្ងាញ់ជាងអញ្ចឹងគឺយើងរួចហើយក៏យើងយកខ្ទះមកដាក់ឲ្យយើងក្តៅហើយទៅចាំយើងយកមកមូលជាមួយនឹងនំរបស់យើងអញ្ចឹងណាចាអញ្ចឹងយើងមូលរៀងធំតូចតាមតែបងប្អូនទៅតាមតែអ្នកទាំងអស់គ្នាធ្វើទៅហើយនេះខ្ញុំធ្វើនៅផ្ទះបែបងាយហើយបងប្អូនអាចធ្វើនៅផ្ទះញ៉ាំបានដូចគ្នាដែរគឺថាងាយមែនទែនហើយក៏អត់សូវចុះលុយប្រហែលដែរចាអញ្ចឹងគឺយើងដាក់អញ្ចឹងទៅហើយណាមួយភ្លេចប្រែបងប្អូនដូចខ្លោចបន្តិចហើយតែនិយាយពីថារសជាតិគឺថាឆ្ងាញ់អត់ចាញ់គេលក់អីប្រហែលទេអញ្ចឹងគឺថាយើងមូលបដាយើងដាក់ខ្លាញ់បដាអីចឹងទៅកុំឲ្យវាសល់ពេលច្រើនអីចឹងណាអញ្ចឹងគឺយើងប្រែវាចុះប្រែឡើងរហូតដល់ដលងរបស់យើងនឹងឆ្អិនបងប្អូនគ្រាន់តែមើលឃើញឯឡើងពងនឹងល្អហើយមើលហើយនិយាយទៅគឺថាឆ្ងាញ់មួយបែបដែរបងប្អូនធ្លាប់តែទិញគេហូបអញ្ចឹងណាដល់ពេលមកធ្វើខ្លួនឯងគឺក៏អត់សូវពិបាកធ្វើផងហ្នឹងគឺថាងាយមែនទែនហើយនេះនំរបស់យើងគឺថាឆ្អិនអស់ហើយបងប្អូននេះឃើញអត់មានទូចផងមានធំផងមានអាណាខ្លោចមានអាណាអត់ខ្លោចអញ្ចឹងគឺថានំពងអណ្ដើកមួយមុខនេះគឺថារួចរាល់អស់ហើយមើលសាច់ឲ្យបងប្អូនឡើងល្អឡើងស្អិតល្មួតចូលគ្នាហ្មងហើយហូបមួយហើយមួយទៀតគឺថាឆ្អែតបាយហ្មងអរគុណច្រើនបាយថ្ងៃមុននាងខ្ញុំធ្វើដំឡូងឆឹងម្ដងហើយតែថ្ងៃនេះគឺនាងខ្ញុំមកធ្វើចេកឆឹងវិញម្ដងហើយការធ្វើហ្នឹងគឺមិនសូវជាពិបាកធ្វើទេគឺថាស្តៀងគ្នាទេហើយនេះដូងដែលនាងខ្ញុំបានកោសរួចហើយយកមកល្មមហើយចេកគឺយកមកស្និតភាគច្រើនគឺគេយកចេកឆឹងគឺគេយកចេកស្រគៀលតែនាងខ្ញុំគឺយករៀងចេកទុំបន្តិចហើយអញ្ចឹងយើងត្រាំទឹកកបោយើងដាក់កបោចោលវាមកសន្ទុះទៅយើងយកមកត្រាំយើងយកតែទឹកថ្លាខាងលើនឹងបានហើយអាកាសហ្នឹងយើងកុំយកអីអញ្ចឹងយើងត្រាំរៀងយូរបន្តិចយើងត្រាំ20ទៅ30នាទីអីចឹងណាចាអញ្ចឹងយើងត្រាំទឹកកបោមកសន្ទុះយើងយកតែអាកាសលើទេចាហើយ
vậy tới cứ tha chơi chân ní cứ dương từ tao bền tịt làm bây ở sạch hiện rắn hay kháng snow kháng nông nó cứ trên máu chỉ cả hôm thla đôi để dương bây dương chân cho mũi score chẳng á chả chân cứ dương khó khăn cho mũi nâng từ lủng trắng giấy nâng chơi chân sen chả chân chơi bỏ dương trăm tới cầm bảo rồi rồi là hết chân dương do mà liền tật bị bảy tật thì làm bây ở cặp chia sầm ở cái bảo nâng ở chẳng á chả chân dương liền đã sầm rõ tật vì mà để lại tớ hay dương có chả bắt đầu mà cô score có hôm mà dương bên mình đâu hay score có hôm thì đấy cứបងប្អូនដាក់តាមតែចំណងចំណូលចិត្តរបស់បងប្អូនចង់បានផ្អែមឬក៏ឡមមកល្មមតែចំណងចំណូលចិត្តរបស់បងប្អូននេះចាអញ្ចឹងយើងលីងស្ករឲ្យរៀងក្រហមចេញជាពងសក្រងអញ្ចឹងទៅណាបងប្អូនហើយនិយាយពីថាការស្ថិតថ្ងៃនេះគឺថាអំណោយផលបន្តិចដោយសារតែមេឃសតុំហ្នឹងគឺថារោភ្លៀងបងប្អូនចាអញ្ចឹងយើងដាក់អំបិលមកចុងលព្រាកាហ្វេទៅហើយយើងក៏ចាក់ចេកចូលឲ្យវាក្រហមចូលគ្នាជាមួយនឹងស្កររបស់យើងហើយយើងក៏ចាក់ដូងដើម្បីឲ្យសាច់ដូងរបស់យើងរៀងទន់ហើយឲ្យមានពណ៌ក្រហមជាមួយនឹងចេកផងដែរអញ្ចឹងគឺថាយើងច្បល់វាឲ្យធ្វើថ្នមបងប្អូនហ្នឹងហើយព្រោះចេករបស់យើងគឺកុំឲ្យចេករបស់យើងហ្នឹងគឺថាបែកអញ្ចឹងណាចាអញ្ចឹងយើងកូររៀងថ្នមយើងទុកមកសន្ទុះអីទៅដើម្បីឲ្យឡើងពណ៌ក្រហមហើយយើងក៏ចាប់ផ្ដើមមើលទុកឲ្យវារៀងរីងអីបន្តិចទៅស្ករក្រហមហ្នឹងចាហើយមេឃនេះដែរគឺថាចង់តរងមកទីទេបងប្អូនអើយហើយនេះយើងរីងទឹកមកល្មមយើងចាប់ផ្ដើមចាក់ខ្ទិះដូងហើយខ្ទិះដូងគឺយើងដាក់រៀងម្លិចចេកទៅដើម្បីយើងល្ងាស់ចេកឲ្យវាចូលជាតិជាមួយនឹងស្កររបស់យើងហើយឲ្យសាច់ខាងក្នុងហ្នឹងចេញពណ៌រៀងក្រហមឆ្ងាញ់តែម្ដងចាអញ្ចឹងយើងឡើងកូរវាវឹកទៅកុំឲ្យវាខ្លោចបាតអញ្ចឹងណាអញ្ចឹងចេកឆឹងរបស់យើងគឺហើយបងប្អូននៅគ្រាន់តែមើលចេកក៏ដឹងថាតំណងហើយឆ្ងាញ់ទៀតហើយមិនត្រឹមតែស្អាតទេបងប្អូនគឺថារសជាតិគឺថាអាចទទួលយកបានហើយនេះបងប្អូនគឺថានាងខ្ញុំឆឹងទាំងមូលអញ្ចឹងចាំមើលសាច់ខាងក្នុងគឺថាក្រហមដូចគ្នាព្រឿងដូចគ្នាដែរនេះមើលទៅសាច់ហ្នឹងបងប្អូនក៏ដឹងថាឆ្ងាញ់ដែរតែបងប្អូនមានចេកយ៉ាងធំអីពុះជាពីរអីក៏បានដែរតែនាងខ្ញុំដាក់ទាំងមូលអញ្ចឹងចេករបស់នាងខ្ញុំគឺរួចរាល់អស់ហើយការធ្វើហ្នឹងក៏មិនសូវជាខុសពីបងប្អូនប្រហែលដែរចាគឺថាដូចគ្នានឹងឯងអញ្ចឹងចង់ចែកម្លែកតែប៉ុណ្្នឹងឯងហើយវីដេអូរបស់នាងខ្ញុំគឺដល់ទីបញ្ចប់ហើយអរគុណច្រើនជម្រាបលាបាយបាយសល់ចេកមួយស្និតក៏មិនដឹងថាធ្វើអីនឹកឃើញធ្វើនំតាក់តងជាមួយនឹងចេកអីគឺថាធ្វើហើយអស់ហើយអញ្ចឹងកុំតាន់ចង់ដឹងឈ្មោះអីមកមើលគ្រឿងផ្សំសិនបងប្អូនគឺមានចេកមួយស្និតដូងខ្ចីដូងកោសហើយទិញគេតែ500បងប្អូនហើយនឹងម្សៅខ្សាយហើយនឹងម្សៅស្រួយហើយជាពិសេសគឺថាល្ងរបស់យើងហើយនឹងមានលឹកតើយ5-6សន្លឹកចង់ដឹងហើយបងប្អូនថាធ្វើនំអីគេគឺថាសុំលាក់ឈ្មោះសិនអញ្ចឹងកុំភ្លេចមើលវីដេអូនេះរហូតដល់ចប់សិនចាំនាងខ្ញុំប្រាប់តាមក្រោយអញ្ចឹងចំពោះស្លឹកតើយគឺនាងខ្ញុំយកវាមកហាន់រៀងជាកង់អីអញ្ចឹងហើយអញ្ចឹងណាបងប្អូនយកវាទុកមកละលៃទៅចេកយើងចិត្តអញ្ចឹងក៏បានឬក៏យើងបកមួយបកសបកអីអញ្ចឹងទៅបកឲ្យវារៀងអស់អីអញ្ចឹងទៅចេករៀងស្ទើរទុំតិចទេបងប្អូនបើសិនជាបានទុំជាងនេះអីគឺថារឹតតែឆ្ងាញ់ហ្មងនំមួយមុខហ្នឹងហើយមួយមុខហ្នឹងគឺថាប្លែកមែនទែនបងប្អូនឃើញហើយចូលចិត្តអីអាចធ្វើនៅផ្ទះសល់ចេកសល់អីអញ្ចឹងមានពេលវេលាធ្វើអីគឺធ្វើមិនខកបំណងឯងបងប្អូនគឺថាមួយមុខនេះឆ្ងាញ់ប្លែកមែនទែនហ្មងអញ្ចឹងចេកយើងបកសបករួចអស់ហើយគឺយើងចិត្តរៀងកង់ទុយអញ្ចឹងណាបងប្អូនគឺយើងយកទៅចំបាច់បន្ថែមទៀតដើម្បីឲ្យវាទន់សប់ចូលគ្នាល្អបើសិនជាបានចេកញោដូចនេះខ្ញុំនិយាយចឹងចំបាច់តែមួយផ្លេតហ្នឹងគឺថាបានម៉ត់ហើយក៏យើងចាក់ម្សៅដែលយើងបាននិយាយហើយនៅលើហ្នឹងបងប្អូនយើងចាក់ចូលគ្នារហូតឲ្យអស់ទៅហើយយើងក៏មកជ្រុំច្បល់ជាមួយនឹងម្សៅហ្នឹងឲ្យម៉ត់ចូលគ្នាមែនទែនហើយជាពិសេសគឺយើងចំណាយពេលច្បល់វាផងបងប្អូនចាអញ្ចឹងច្បល់វារៀងម៉ត់ហើយក៏យើងយកស្លាបព្រាកូនលព្រារបស់យើងញ៉ាំបាយរាល់ថ្ងៃហ្នឹងណាគឺយើងយកមកដាក់វាមូលអីអញ្ចឹងទៅគឺយើងដាក់ចូលខ្ទះចំពោះខ្លាញ់យើងដាក់ឲ្យរៀងក្តៅសិនចាំយើងដាក់នំនឹងទៅដាក់បដាអីបដាទៅអាណាឆ្អិនទៅក៏ប្រែទៅបងប្អូនអើយណាមិនតាន់ឆ្អិនក៏ប្រែបន្តទៅរហូតដល់លើសាច់ចេករបស់យើងនឹងឆ្អិននឹងម្សៅរបស់យើងនឹងឲ្យឆ្អិនហើយចំពោះភ្លើងបងប្អូនបាច់ដាក់រៀងខ្លាំងពេកទេដាក់វាល្មមទៅដើម្បីឲ្យវាឆ្អិននៅខាងក្នុងអីចឹងណាអញ្ចឹងគឺថាយើងច្បល់វាឲ្យវាឆ្អិននេះបងប្អូនឡើងពណ៌យើងដាក់លឹកតើយរបស់យើងចូលអញ្ចឹងទៅដាក់ឲ្យយើងកូរវាច្បល់ឲ្យសប់ចូលគ្នាចេះទៅនេះហើយរួចយើងដាក់
ចានមួយក៏ដាក់ដូចនាងខ្ញុំលើកជែកលើកអីត្រប់នេះបងប្អូនឃើញឯងលឹងតំណងមែនតេនហ្មងអញ្ចឹងបងប្អូនចូលចិត្តដែរកុំភ្លេចអាចធ្វើញ៉ាំបានគឺថាឆ្ងាញ់មែនតេនហ្មងសល់ចេកសល់អីគឺថាធ្វើមួយមុខហ្នឹងគឺថាលឹងល្អមែនតេនហ្មងនេះបងប្អូនហូបបដៅគឺថាឆ្ងាញ់ហ្មងតាមមកប្រាវគឺថាក្មេងៗមកហ្នឹងក៏ចែកក្មេងៗអស់1 2 3អស់ហើយនិយាយរួមទៅគឺថាធ្វើអីគឺថាអត់សល់ទេគឺបានក្មេងៗជួយហូបអីចឹងណាបងប្អូននេះហើយហើយកុំភ្លេចបើចូលចិត្តអីកុំភ្លេចធ្វើតាមអរគុណច្រើនជម្រាប គួយគិតថាថ្ងៃហ្នឹងធ្វើឲ្យហូបបងប្អូនជីចោះជីឡើងមកព្រឹកមិនដឹងថាធ្វើអីក៏នៅឃើញថាបងគាត់មានពុំចាក់នំអីចឹងណាចឹងក៏យើងយកអង្គយកអីមកត្រាំទឹកដើម្បីឲ្យវារីកអីចឹងទៅហើយក៏យកអង្គនឹងមកកិនជាមួយនឹងត្បាល់បែបបុរាណចឹងណាបងប្អូនហើយការកិនហ្នឹងគឺយូរមែនទែនតម្រាំថាមាត់ហ្នឹងគឺយូរបានចេញមកសៅមកតបែបបុរាណចឹងហ្នឹងបងប្អូនហើយចឹងទៅក៏យើងកិនកុំឲ្យវាបាត់អីចឹងណាបងប្អូនហើយបន្ទាប់មកក៏យើងដើរកាត់ស្លឹកចេកស្លឹកអីដើម្បីយកទៅទ្រាំគ្រឿងក្រៅរបស់យើងណាបងប្អូនហើយគ្រឿងក្រៅរបស់យើងមានខ្ទិះដូងពងមាន់ស្ករក្រហមអំបិលហើយនឹងដូងហើយនឹងកាកដូងខ្ទិះដូងអីហ្នឹងបងប្អូនហើយនឹងម្សៅដែលយើងបានកិនមិញហ្នឹងគឺយើងយកមកហើយក៏យើងកាប់ដូងកាប់អីណាបងប្អូនដូងហ្នឹងក៏យើងដាក់ដូងខ្ចីណាបងប្អូនដើម្បីយើងកាប់យកសាច់វាយកដាក់ជាមួយនឹងម្សៅដើម្បីឲ្យវាមានជាតិខ្ទិះអីចឹងណាបងប្អូនហើយការធ្វើរបស់ admin ហ្នឹងគឺលើកទី1បងប្អូនមិនដែលបានធ្វើចាក់នំពុំអីទេធ្លាប់តែឃើញម៉ែធ្លាប់តែឃើញអីគាត់ធ្វើអញ្ចឹងណាមិនតែធ្វើខ្លួនឯងទេហើយការធ្វើហ្នឹងគឺខុសបច្ចេកទេសទៀតបងប្អូនការខុសហ្នឹងគឺម្សៅរបស់យើងហ្នឹងវាអត់ទាន់ឡើងល្អណាបងប្អូនដោយសារតែយើងអត់បានដាក់ម្សៅនំប៉័ងគេហៅមេបងប្អូនទៅពេលអញ្ចឹងវាអត់រីកទេបងប្អូនវាគេហៅថាវាអត់ឡើងណាអញ្ចឹងទៅក៏យើងខុសបច្ចេកទេសបន្តិចបងប្អូនអញ្ចឹងទៅយ៉ាងណាក៏យើងធ្វើដែរបងប្អូនយើងធ្វើហើយអញ្ចឹងទៅក៏យកម្សៅយកអីយកមកចាក់ជាមួយនឹងពុំហ្នឹងហើយអាពុំរបស់យើងហ្នឹងដំបូងហ្នឹងក៏យើងត្រូវលាបខ្លាញ់លាបអីចឹងទៅបងប្អូនយើងលាបខ្លាញ់លាបអីឲ្យបានសព្វអីចឹងទៅចាំយើងចាក់ហើយអត់មានលាបខ្លាញ់ប៉ុណ្្នឹងណាបងប្អូនលាបខ្លាញ់នឹងច្រើនប៉ុន្តែនៅតែចាក់ជាប់ទៀតហើយអ្នកចាក់នឹងទាំងការចាក់ដំបូងវាចឹងឯងតែចាក់យូរទៅវាលេងអីឲ្យវាដូចថាវាលបកណាបងប្អូនវាបកមកស្រួលអញ្ចឹងណាចឹងទៅមើលចាក់ដំបូងមកគឺស្អិតជាប់ពេញតានេះតែម្ដងបងប្អូនស្អិតជាប់ពុំណាបងប្អូនបាក់ឆ្កឹះមែនទែនឆ្កឹះតម្រង់ទៅបានហ្នឹងគឺលើកទី1ណាបងប្អូនដែលចាក់ទៅហើយណាមួយមកវិញម្សៅរបស់យើងហ្នឹងវាអត់ទាន់ឡើងល្អណាបងប្អូនដល់ពេលអញ្ចឹងទៅចាក់ទៅស្អិតជាប់ពេញតាពុំហ្នឹងឯងបងប្អូននិយាយទៅគឺបាក់ឆ្កឹះមែនទែនតម្រង់ទៅបានមួយហ្នឹងគឺវេទនាដែរបងប្អូនព្រោះយើងមិនដែលបានធ្វើនំពុំធ្វើអីចឹងណាបងប្អូនប៉ុន្តែខាងតួគេហ្នឹងគេថាគេធ្លាប់ធ្វើនំបញ្ចុកធ្លាប់ធ្វើអីទៅពេលមកធ្វើនំពុំមិនដូចគ្នាណាបងប្អូនខុសគ្នាដាច់ស្រឡះគ្រឿងផ្សំហ្នឹងក៏ខុសគ្នាចឹងទៅមានណាចាក់លើកទី2មកគឺបានស្អាតគ្រាន់បងប្អូនមើលឡើងស្អាតពណ៌ហ្នឹងក៏ឡើងស្អាតផងដែរអាហ្នឹងចាក់លើកទី2ទី3បានច្រើនណាបងប្អូនឥឡូវយើងចាក់បានច្រើនហើយចាក់យូរដែរបងប្អូនតំណទៅបានហ្នឹងហើយតែបើយើងបានហើយហ្នឹងក៏យើងចែកក្មេងៗហើយនិយាយថាក្មេងៗហ្នឹងឲ្យទៅលើថាធ្វើអីហ្នឹងគឺមកអង្គុយចាំហៅមួយណាសួរពូចាន់នៅចាន់ហើយក៏ដាក់ឲ្យក្មេងៗឲ្យក្មេងៗម្នាក់2 3ប្រទះញ៉ាំអីចឹងទៅណាបានមួយទៀតហើយតមកក៏យើងហូបខ្លួនឯងទៅណាបងប្អូនចង់ដឹងតែរសជាតិនឹងឆ្ងាញ់យ៉ាងណានោះគឺជាស្នាដៃលើដំបូងដែលយើងមិនដែលបានធ្វើសោះបងប្អូននំពុំមិនដែលបានធ្វើទេអញ្ចឹងទៅក៏សាឡបងធ្វើទៅមានអីបងប្អូនរសជាតិអាចទទួលយកបានដែរហើយមើលទៅតំណងគួរចង់ហូបដែរណាបងប្អូនពងមាន់អាំងឈ្ងុយបានមកដល់ទីដែរបងប្អូនចាថ្ងៃនេះដែរគឺថាមេស៊ីអារម្មណ៍ផ្លូវចិត្តដល់ហើយគឺថាភ្លៀងស្រិចអីផងហើយភ្លៀងខ្លាំងដែរបងប្អូនហើយបន្ទាប់ពីភ្លៀងហើយគឺថានាងខ្ញុំមកធ្វើពងមាន់អាំងរបស់នាងខ្ញុំគឺមានតែ5 10គ្រាប់ទេគឺយើងធ្វើបែបញ៉ាំលក្ខណៈនៅផ្ទះតែប្រហែលអ្នកអីចឹងបងប្អូនហើយគ្រឿងក្រៅរបស់យើងដូចបងប្អូនបានដឹងមកហើយពងមាន់អាំងអត់មានអីច្រើនទេមានជីពងទាកូនម្រេចអីចឹងទៅគឺឆ្មាចាហើយបន្ទាប់មកគឺយើងយកពងមាន់អាំងហ្នឹងយកចុងលព្រាហ្នឹងគោះវារៀងតិចមកយើងយកទុកប្រហោងវាដាក់ចំហុយចឹងយើងគោះវាដាក់រួចអស់ហើយយើងដាក់អំបិលដាក់ស្ករដាក់ប៊ីចេងទឹកត្រីអីបន្តិចហើយនឹងម្រេចយើងលួចតិចចឹងណាបងប្អូនយើងកុំដាក់យើងនេះពេកព្រោះយើងនៅមានម្រេចមានអីផ្ទាប់អីចឹងហើយបន្ទាប់មកយើងកូរវឹកវាទៅកូរវាឲ្យច្រើនល្អកាលហ្នឹងដោយសារតែសាច់ពងទាឲ្យវាហាប់ណែនអញ្ចឹងណាបន្ទាប់មកភ្លើងរបស់យើងគឺឆាឆេះហើយយើងដាក់ដាំទឹកបដាមកវាពុះអញ្ចឹងណាហើយយើងរៀបកូនកៅពងទាអីហ្នឹងយើងរៀបដាក់មកពេញមួយឆ្នាំងរបស់យើងមកព្រោះថាឆ្នាំងរបស់យើងរៀងទូចហើយណាមួយយើងធ្វើហូបនៅផ្ទះអីចឹងណាយើងធ្វើលក្ខណៈតិចតួចយើងមិនមែនធ្វើលក់ធ្វើអីទេហើយរួចហើយយើងយកវែកមកចាក់វារៀងអញ្ចឹងមកបងប្អូនចាក់វារៀងហ្មងមកកុំឲ្យវាហៀពេកដល់ណាដែលយើងហៀយើងចំហុយទៅវាផោនាងខ្ញុំដាក់ប៉ុណ្ណឹងក៏នៅតែផោដែរបងប្អូនដោយសារតែថាយើងមិនដែលធ្វើព្រៀងទុកអីចឹងណាហើយ
យើងក្រោកវាទុកប្រហែលជា5-10នាទីទៅ20នាទីហ្នឹងគឺថាវាចាប់ផ្ដើមឆ្អិនហើយវ៉ាមកបងប្អូនគ្រាន់តែឃើញហ្នឹងក៏មានអារម្មណ៍ថាស្រក់ទឹកមាត់ភ្លាមគឺថារសជាតិមើលទៅក៏ដឹងថាឆ្ងាញ់ដែរបងប្អូនបន្ទាប់មកគឺយើងចន្លោះពេលហ្នឹងគឺយើងមកហាន់ទៅសក់ហាន់អីចឹងទៅដើម្បីយើងត្រៀមនឹងហូបពងមាន់អាំងក្តៅរបស់យើងចាហើយនេះគឺថាចាប់ផ្ដើមឆ្អិនហើយបងប្អូនចាគឺថាតំណងមែនទែនគឺថាម្រេចយើងគឺវាឡើងមកលើអីចឹងណាអូនិយាយទៅគឺឆ្ងាញ់មែនទែនហើយបងប្អូនសាក់ធ្វើតាមនាងខ្ញុំគឺថារសជាតិឆ្ងាញ់អែមជាងគេលក់តាមតូបតាមអីផ្សេងទៀតហើយនិយាយទៅគឺថាតំណងមែនទែនហើយនិយាយទៅថាយើងរួចហើយយើងដោតវាជា2មកព្រោះថាឈើយើងរៀងទូចដែរយើងដោត2ចឹងមកចារៀងក្តៅបន្តិចទេបងប្អូនចាហើយយើងមិនបានច្រើនទេហើយរួចហើយយើងដោតហើយយើងយកមកអាំងវាអីចឹងទៅហើយភ្លើងហ្នឹងគឺថាដាក់រៀងអាយចឹងទៅកុំឲ្យវានេះណាមួយពងទារបស់យើងគឺថាឆ្អិនស្រាប់ហើយតែយើងចង់ពងមាន់អាំងគឺយើងត្រូវតែអាំងបើមិនអាំងគឺថាអត់កើតដែរហើយភ្លើងរៀងក្តៅមើលបងប្អូននេះមានប្រេះមានបែកមានអីផងអីចឹងណាហើយនិយាយថាតំណងបងប្អូនហើយនិយាយទៅឆ្ងាញ់ហើយបងប្អូនគឺថាមានម្រេចមានជីក្រហមជីអីហើយនេះគឺថាអូមានគ្នាច្រើនណាស់ឲ្យតែឃើញមកធ្វើអីចឹងទៅគឺមកសួរចង់នេះចឹងហើយនិយាយរួមទៅគ្នាអត់ដែលឃើញយើងធ្វើអីចឹងហើយក៏ឃើញទៅក៏ឲ្យពងទាមិនមែនច្រើនទេបងប្អូនគឺថាម្នាក់មកគ្រាប់ឯព្រោះយើងធ្វើមិនមែនច្រើនចឹងណាយើងអត់មានគម្រោងថានឹងចែកពួកគាត់អីទេតែគ្រាន់តែថាយើងឃើញគាត់ចឹងណានៅចិត្តផ្ទះជាប់ផ្ទះឃើញយើងធ្វើអីហ្នឹងចេះតែមក ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មកដុតកាឡានចែកជូនដល់ពុកម៉ែបងប្អូនបានជាការទស្សនាកម្សាន្តហើយដំបូងឡើយហ្នឹងក៏ថាយើងមកដើររកអាស័យដើម្បីថារមើលអាស័យណាដែលថាវាមានប្រហោងធំលំមមកថាយើងអាចដុតកាឡានបានហើយក៏មកដល់ណាដល់ណីមកដល់សុំអាស័យរបស់មីងគាត់ដាំអញ្ចឹងទៅក៏យើងសុំទិញគាត់មកដើមទៅក៏គាត់ឲ្យមករកខាងក្រោយរកមើលទៅក៏បានឃើញអាស័យមួយដើមដែលមើលទៅតំណងថាអាចនឹងធ្វើកាឡានបានណាបងប្អូនអញ្ចឹងទៅក៏យើងកាប់មួយដើមមកអូសចុះអូសឡើងតម្រុំតាបានណាបងប្អូនដោយសារតែវាតាក់អាចុងរបស់វាហ្នឹងតាក់នឹងអាចុងមេឃផ្សេងទៀតអញ្ចឹងទៅក៏វាមិនងាយនឹងធ្លាក់មកទេអញ្ចឹងទៅក៏មានបងប្រុសម្នាក់បងឡាំងហ្នឹងគាត់ឃើញថាវេទនាពេកអញ្ចឹងទៅក៏គាត់មកជួយអូជួយទាញតម្រុំតាអាស័យនឹងវាធ្លាក់មកដល់ដីអញ្ចឹងណាអញ្ចឹងទៅក៏ជួយទាញរហូតដល់តាអាស័យនឹងធ្លាក់ដល់ដីហើយក៏នាំគ្នាសើចដោយសារថាអាស័យនឹងវានេះវាជាប់ស្អិតពេកអញ្ចឹងទាញតម្រុំទៅមកអញ្ចឹងទៅក៏យើងមើលថាត្រឹមណាមានមកលំមថាយើងអាចដុតកាឡានបានអញ្ចឹងណាអញ្ចឹងទៅក៏ចង់ផ្ដាច់វាងាយស្រួលនៅក្នុងថាយើងយកទៅជាកង់ទៅវាស្រួលអញ្ចឹងណាអញ្ចឹងទៅក៏វាទៅគឺវាបែកចឹងណាបងប្អូនបែកតម្រុំតែយើងដាច់ដោយសារតែអាស័យហ្នឹងវាស្រស់ចឹងណាដល់ពេលចឹងទៅវាលំបាកក្នុងការបន្តិចចឹងទៅក៏យើងបានជាកង់ហើយបងប្អូនបានប្រហែលជា 4-10 កង់ដែរហើយគ្រឿងផ្សំរបស់យើងក៏មានបាយដំណើបមានសណ្តែកខ្មៅហើយមានផ្សេងទៀតមានទឹកខ្ទិះមានស្ករមានដូងហើយនឹងស្លឹកតើយហើយការដាក់ស្លឹកតើយហ្នឹងគឺអ្នកខ្លះក៏អត់ដែរដាក់អញ្ចឹងណាហើយ admin ធ្លាប់តែឃើញគេដាក់ថាងដាក់ស្លឹកតើយទៅឈ្ងុយក៏អូបអញ្ចឹងទៅ admin ក៏ដាក់ស្លឹកតើយបន្តិចស្លឹកតើយហ្នឹងក៏ដាក់បន្តិចទៅក៏រៀងខៀវទៅតំណងដែរបងប្អូនអាហ្នឹងសណ្តែកខ្មៅរបស់យើងហ្នឹងហើយនឹងអង្គតំណើបយើងចាក់ច្បល់ចូលគ្នាមានគ្រឿងស្ករសហើយស្លឹកតើយដូងរបស់យើងបន្តិចហ្នឹងក៏យើងដាក់ចូលជាមួយគ្នាច្បល់វាឲ្យសព្វគ្រប់អញ្ចឹងទៅយើងភ្លក់មើលវាថាវាផ្អែមល្មមហើយក៏យើងយកអាស័យរបស់យើងហ្នឹងយកមកច្រកអង្គរបស់យើងហ្នឹងអង្គតំណើបរបស់យើងហ្នឹងច្រកវាចូលក្នុងពងហ្នឹងទៅហើយ admin អត់ដឹងថាការធ្វើរបស់ admin ហ្នឹងដោយពុកម៉ែបងប្អូនធ្វើឬអត់ទេបងប្អូនដោយការធ្វើនេះគឺជាលើកទី1លើកដំបូងបំផុតដែលយើងអត់ដែរធ្លាប់ដុតកាឡានដុតអីពីមុនមកទេគឺយើងគាត់ថាយើងមើលគេទៅគឺយើងថាចង់ដុតកាឡានអញ្ចឹងទៅក៏រកអាស័យរកអីដើម្បីដុតកាឡានយកមកសាឡបងធ្វើហើយអាស័យហ្នឹងទិញគាត់ទេបងប្អូនតែមីងគាត់អត់យកលុយទេគាត់ឲ្យតែម្ដងទៅក៏យើងយកមកដល់ផ្ទះដល់អីហ្នឹងក៏លាងស្អាតហើយក៏យកមកច្រកអង្គតំណើបយើងហ្នឹងឯងបងប្អូនច្រកបានច្រើនដែរបងប្អូនហើយមានមុនដំបូងគាត់ថាអាស័យវាធំពេកអង្គខ្លាចតែគ្រប់ដោយសារតែអាស័យវាធំពេក
ពេលច្រកចោច្រកឡើងមានអាស័យខ្វះអាស័យទៀតចឹងតែក៏បន្ថែមយកអាគល់វារៀងធំបន្តិចចឹងដាក់តែ1 2ហ្នឹងគឺពេញតែម្ដងបងប្អូនចឹងតែក៏យើងយកឆ្នុកចំបើងឆ្នុកអីហ្នឹងក៏យើងយកមកមូលវាសម្រាប់យើងញ៉ុកចូលជាមួយនឹងអាស័យយើងហ្នឹងញ៉ុកយកណែនចឹងទៅពេលដែលយើងដុតទៅគឺវាអត់ធ្លាក់អញ្ចឹងណាវាអត់ធ្លាក់ចេញវាអត់ឆេះវាអីចឹងហើយដោយសារតែ admin ដាក់អាស័យហ្នឹងគឺដោយសារតែយើងញុកវារាក់ពេកដល់ពេលចឹងទៅពេលដែលដុតទៅគឺវាឆេះហើយកាលណាតែឆេះវាធ្វើឲ្យឆ្នុកដែលយើងញុកឆ្នុកហ្នឹងបងប្អូនវារបូតចេញពីអាស័យចឹងដល់លំបាកមែនទែនដោយសារតែយើងអត់ដៃធ្វើលើកដំបូងហ្មងបងប្អូនដល់ពេលចឹងទៅក៏រៀងអត់ដែរបាត់ដើមបន្តិចរៀងវេទនាបន្តិចបងប្អូនចឹងតែយើងដុតយូរដែរបងប្អូនដុតប្រហែលជា1 ម៉ោង 2 ម៉ោងដែរបងប្អូនដុតតាំងពីម៉ោងប្រហែលម៉ោង 2 កន្លះម៉ោង 3 រហូតដល់ម៉ោង 4 ម៉ោង 4 កន្លះនិយាយទៅក៏យើងដុតយូរដែរបងប្អូនតម្រាំតែកលានឆ្អិនចឹងណាហើយដុតប៉ុណ្ណឹងហើយបងប្អូននៅតែមានឆៅខ្លះឆៅខាងលើណាចឹងតែក៏ខាងលើហ្នឹងគឺវាឆ្អិនសពអញ្ចឹងវារៀងឆៅបន្តិចរៀងឆៅលើបន្តិចហើយស្ករក៏យើងដាក់ទៅមកល្មមតាមដំបងភ្លក់ទៅថាល្មមហើយបងប្អូនផ្អែមល្មមហើយដល់ពេលដុតឆ្អិនហូបទៅរៀងសាបបន្តិចចឹងយើងខុសផ្សាយគេទេដោយសារតែយើងមិនសូវដែរបានធ្វើនិយាយទៅគឺលើកទី1ហើយចឹងទៅក៏សាឡបងធ្វើមានអីបងប្អូនកើតនឹងគេនឹងអីដែរហើយរសជាតិក៏យើងអាចទទួលយកបានហើយនិយាយពីថាបកមកឈ្ងុយបងប្អូនគឺថាឈ្ងុយស្លឹកតើយហ្នឹងក៏ឈ្ងុយហើយក៏ភ្លក់មើលហើយសមម៉ានហ្នឹងក៏ចែកជូនបងប្អូនម្នាក់មួយមានមិញគាត់មកកំងមុនគ្រាន់តែឃើញហ្នឹងក៏សួរថាធ្វើលក់ឬក៏អីហ្នឹងក៏ចែកជូនគាត់ម្នាក់មួយ